ដូចចង់មានគុំសាដូចគាត់ដែរអីមែនអរគុណព្រះអង្គយេស៊ូវបងប្អូនសុខសប្បាយថ្ងៃនេះអីមែនអរគុណបងប្អូនថ្ងៃនេះមានកម្លាំងសុខសប្បាយហើយបងប្អូនថ្ងៃនេះក្រុមខលឡើងដើម្បីអានព្រះបន្ទូលព្រះអង្គទាំងអស់គ្នាបងប្អូនមានព្រះគម្ពីរសម្បត្តិកាពីវិវរណៈចំពោះ20រៀនអានពីខ11ដល់ខ15កាពីវិវរណៈចុងក្រោយចំពោះ20ខ11ដល់ខ15រៀនអាចឆ្លាស់គ្នាម្ដងម្ដងសពដងបងប្អូនឃើញហើយអេមែនអញ្ចឹងខ្ញុំនឹងចាប់ដើមពីខ11ហើយយើងឆ្លាស់គ្នាខ្ញុំចាប់ដើមវិវរណៈចំពោះ20ខ11ខ្ញុំក៏ឃើញបល្ល័ង្កសមួយយ៉ាងធំនិងព្រះអង្គដែលគង់លើឯផែនដីនិងដីមេឃក៏រត់ពីចំពោះទ្រង់ចេញឥតឃើញមានកន្លែងណាឲ្យនៅទៀតឡើយលោកខ្ញុំឃើញមនុស្សស្លាប់ទាំងអ្នកធំទាំងអ្នកតូចគេឈរនៅចំពោះព្រះបញ្ជីក៏បានបើកឡើងហើយបញ្ជីមួយទៀតគឺជាបញ្ជីជីវិតបានបើកឡើងតែរួចមនុស្សស្លាប់ទាំងអស់ត្រូវជំនុំជម្រះពីសេចក្តីដែលកត់ទុកក្នុងបញ្ជីទាំងនោះតាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួនខ13ឯសមុទ្រនោះបានប្រគល់ពួកមនុស្សស្លាប់ដែលនៅក្នុងទឹកមកវិញហើយសេចក្តីស្លាប់និងស្ថានគុំប្រលឹងមនុស្សស្លាប់ក៏ប្រគល់ពួកមនុស្សស្លាប់ដែលនៅឯនោះមកវិញដែររួចគេត្រូវជំនុំជម្រះតាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួនចំណែកសេចក្តីស្លាប់និងស្ថានគុំប្រលឹងមនុស្សស្លាប់នោះត្រូវអស់ទៅក្នុងបឹងភ្លើងដែរនេះជាសេចក្តីស្លាប់ទី2យើងអានខ15វិញគ្នា1 2 3បើអ្នកណាគ្មានឈ្មោះក៏ទុកក្នុងបញ្ជីជីវិតអ្នកនោះត្រូវអស់ទៅក្នុងបឹងភ្លើងអេមែនអរគុណបងប្អូនអានល្អសូមអរគុណបិទភ្នែកអត្ថាខ្ញុំអរព្រមចាស់ដែលគង់ឋានសួគ៌ប្រងហើយទុំគុំអរព្រះគុណទ្រង់ម្ដងហើយម្ដងទៀតប្រងទុំគុំពិតជាមានអំណរដែលព្រះអង្គជាព្រះដ៏មានបជនគង់នៅព្រះអង្គផ្ដល់សង្ឃឹមនិងសេចក្តីសង្គ្រោះពេញលេញដល់ទុំគុំយើងខ្ញុំព្រះអង្គអរព្រះគុណទ្រង់សម្រាប់ជីវិតមួយថ្ងៃទៀតដែលព្រះអង្គទុកឲ្យយើងរស់នៅព្រះអង្គសូមប្រើប្រាស់ជីវិតទុំគុំយើងខ្ញុំនៅព្រឹកនេះនិងមួយថ្ងៃនេះសម្រាប់ថ្វាយស្រីល្អនិងសរសើររំកើងទ្រង់ព្រះអង្គសូមព្រះអង្គបើកបបោមាត់ទុំគុំឲ្យច្រៀងដោយអំណរថ្វាយទៅកាន់ទ្រង់សូមឲ្យទុំគុំត្រៀមចិត្តគំនិតដើម្បីស្ដាប់បង្គាប់ឬស្ដាប់ការអធិប្បាយនៅព្រឹកនេះព្រះអង្គអរព្រះគុណទ្រង់សម្រាប់បងប្អូនយើងស្មោះត្រង់ដែលគេចុះចូលចំពោះព្រះអង្គស្រឡាញ់ព្រះអង្គហើយលើកទឹកចិត្តកំសាន្តជាគ្នានៅព្រឹកនេះព្រះអង្គអរព្រះគុណសម្រាប់ព្រះបន្ទូលជាភាសាខ្មែរអនុញ្ញាតឲ្យយើងអានរួមគ្នាព្រះអង្គហើយសូមឲ្យយើងយល់ពីបំណងប្រែត្រង់បន្ថែមទៀតនៅព្រឹកនេះព្រះអង្គសូមផ្ដល់កម្លាំងនិងស្មារតីប្រាជ្ញាបន្ថែមដល់លោកគ្រូអធិប្បាយនៅព្រឹកនេះព្រះអង្គហើយសូមឲ្យយើងនៅតែបន្តជាប់ជាមួយត្រង់ហើយឲ្យយើងចាក់រើសនិងបង្កើតផលផ្លែព្រះអង្គអរព្រះគុណទ្រង់ទុកគុំដឹងគុណទូលសូមតាមថ្វាយកាន់ទ្រង់ចាប់ព្រះយេស៊ូវគ្រីស្ទHãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
church កลางសូមជួយអង្គុយចុះសូមបោកព្រះគម្ពីរទៅដល់គម្ពីរទីម៉ូថេខ្សែទី1ថ្ងៃនេះយើងមានក្តីសង្ឃឹមដោយសារ church កลางយើងអាចមានក្តីសង្ឃឹមដោយសារយើងជាមនុស្សល្អថ្ងៃនេះខ្ញុំមានសេចក្តីសង្ឃឹមដោយសារខ្ញុំបានកើតនៅសហរដ្ឋអាមេរិកក្នុងគ្រួសារដែលស្គាល់ព្រះអង្គថ្ងៃនេះខ្ញុំមានក្តីសង្ឃឹមដោយសារ church កลางរបស់ផងព្រះយេស៊ូវគ្រីស្ទហើយគោលបំណងថ្ងៃនេះគោលបំណងពីយើងក្តីប្រាថ្នាមូលហេតុដែលយើងបានជួបជុំគ្នាគឺដើម្បីលើកដំកើងព្រះនាមព្រះយេស៊ូវគ្រីស្ទដែលជាព្រះបតៃមួយគត់ខ្ញុំសង្ឃឹមថាបងប្អូននឹងខំស្ដាប់នឹងស្ដាប់ដោយព្យាយាមយល់ហើយពិចារណាអំពីសេចក្តីអធិប្បាយថ្ងៃនេះក្នុងវិញ្ញាណខ្ញុំមានអារម្មណ៍ថារៈសាតាំងអត់ពេញចិត្តវានឹងព្យាយាមអុកឡុកនឹងព្យាយាមរំខាននឹងព្យាយាមឲ្យយើងគិតឆ្ងាយគិតអំពីរឿងផ្សេងទៀតសូមព្យាយាមអង្គុយស្ងៀមហើយស្ដាប់សូមព្យាយាមកុំចេញចូលណាលើកលែងតែនឹងមានគ្រូឆ្នាតសូមអញ្ជើញទៅបន្ទប់ទឹកណាតែសូមព្យាយាមណាដោយសារប្រធានបទអំពីសេចក្តីអធិប្បាយថ្ងៃនេះបានពាក់ព័ន្ធអំពីមូលហេតុដែលយើងខ្ញុំមានក្តីសង្ឃឹមហើយខ្ញុំខ្លាចថាយើងមានមិត្តសម្លាញ់មួយចំនួនដែលបានចូលរួមជាមួយយើងព្រឹកនេះដែលមិនទាន់មានសេចក្តីសង្ឃឹមប្រហែលគេមានលុយប្រហែលគេមានមុខមាត់ប្រហែលគេមានទ្រព្យសម្បត្តិខ្ញុំអត់ដឹងប្រហែលគេបានរៀនខ្ពស់ប្រហែលគេមានគោលបំណងដ៏ល្អសម្រាប់អនាគតរបស់ផងគេតែគេខ្វះអ្វីមួយគេខ្វះក្តីសង្ឃឹមដោយសារគេមិនទាន់ស្គាល់ព្រះដោយសារ church កลางនៃព្រះពួកយើងមានក្តីសង្ឃឹមគម្ពីរពេត្រុសខ្សែទី1ចំពុក2ខ24ប្រាប់យើងថាទ្រង់បានផ្ទុកអំពើបាបរបស់យើងរាល់គ្នានៅលើរូបអង្គទ្រង់ជាប់លើ church កลางដោយស្នាមជាប់របស់ទ្រង់ដែលអ្នករាល់គ្នាបានជាខ្ញុំបានជាថ្ងៃនេះខ្ញុំបានរួចផុតពីអំណាចនៃអំពើបាបខ្ញុំបានរួចផុតពីទោសនៃអំពើបាបរបស់ផងខ្ញុំដោយសារ church កลางរបស់ផងព្រះព្រះយេស៊ូវបានសក្កត់នៅលើ church កลางចុះហេតុអ្វីបានជាដល់ព្រះយេស៊ូវបានអនុញ្ញាតឲ្យទាហានចាប់ទ្រង់ហើយឆ្កាងទ្រង់សូមយល់ថាទ្រង់បានស្ម័គ្រចិត្តទ្រង់បានសក់ព្រះハរទេប្រកោរូបអង្គទ្រង់ទៅដល់គេអាចបានបង្ខំទេបងប្អូននេះហើយជាមូលហេតុដែលព្រះយេស៊ូវបានយាងពីស្ថានសួគ៌ដើម្បីសក្កត់នៅលើ church កลางមិនមែនសម្រាប់អំពើបាបរបស់ផងទ្រង់ច្បាប់ព្រះអង្គដែលធ្វើបាបសោះពួកយើងធ្វើបាបពួកយើងជាមនុស្សដែលមាននិស្ស័យបាបហើយព្រះយេស៊ូវស្រឡាញ់យើងព្រះវរបិតាស្រឡាញ់យើងហើយចាត់ព្រះរាជបុត្រាយាងពីស្ថានសួគ៌ដើម្បីសក្កត់ជំនួសយើងនៅលើ church កลางនោះពេត្រុសខ្សែទី2ចំពុក3ខ9ទ្រង់មានព្រះハរទេអត់ធ្មត់សំថាអត់ធ្មត់ជួនកាលខ្ញុំអត់ចេះអត់ធ្មត់ប្រហែលអ្នកដែលហ៊ានសារភាពថាអូលោកគ្រូជួនកាលខ្ញុំអត់ចេះអត់ធ្មត់ដែរខ្ញុំអត់ចេះអត់ធ្មត់ណានេះជាកំហុសមួយយ៉ាងធំរបស់ផងខ្ញុំតែព្រះអង្គខុសពីយើងព្រះអង្គមានព្រះハរទេអត់ធ្មត់ចំពោះយើងដោយសារអីដោយសារព្រះអង្គសក់ព្រះハរទេឲ្យយើងប្រែចិត្តហើយជឿព្រះអង្គមិនចង់ឲ្យនរណាម្នាក់ស្លាប់ហើយឆ្លិតទៅហន្វិនាទៅស្ថានរស់អញ្ចឹងថ្ងៃនេះយើងមានក្តីសង្ឃឹមតែបងប្អូនទាំងអស់មានមនុស្សជាច្រើននៅបទជំនឿយើងគេអត់ទាន់មានក្តីសង្ឃឹមទេគេអត់មានខ្ញុំសង្ឃឹមថាថ្ងៃនេះព្រះអង្គនឹងរំលឹកយើងទីមួយថាតើយើងស្គាល់ព្រះអង្គហើយឬនៅខ្ញុំជឿថាយើងមាននិស្សិតស្លាព្រះគម្ពីរខ្លះដែលគេមានឈ្មោះក្នុងបញ្ជីស្លាព្រះគម្ពីរយើងបញ្ជីឈ្មោះតែប្រហែលគេអត់ទាន់ខ្លាយជាកូននៃព្រះប្រហែលយើងមានសមាជិកមួយចំនួនដែលមានចំណែកក្នុងពន្ធកិច្ចនៃព្រះប៉ុន្តែយើងអត់មានចំណែកក្នុងគ្រួសាររបស់ផងព្រះអូប្រយ័ត្នសម្រាប់មនុស្សប្រុសយើងបានស្រាប់ទីបន្ទាល់របស់ផងបងចានម្សិលមិញហើយគាត់បានធ្វើជាសមាជិកក្រុមចំណោមជិត40ឆ្នាំហើយ30ឆ្នាំជាងតែគាត់ទៅបានស្គាល់ព្រះអង្គ3ឆ្នាំទេពីមុនគាត់កាន់សាសនាយេស៊ូវពីមុនគាត់ចូលសាសនាយេស៊ូវពីមុនគាត់ស្មោះត្រង់ក៏ពិត
ឆាស្មោះត្រង់ចំពោះក្រុមជំនុំគាត់ចូលចិត្តដូចកោត្រាក់ចូលចិត្តទៅក្រុមជំនុំផ្សេងតែអ្វីដែលសំខាន់គឺថាថ្ងៃមួយ3 ឆ្នាំមុនគាត់បានយល់ពីសេចក្តីសង្គ្រោះប្រកាសហើយបានប្រែចិត្តខ្ញុំចាំនៅពេលដែលខ្ញុំមានអាយុ18ឆ្នាំសំទោស16ឆ្នាំខ្ញុំជាកូនរបស់ផងគ្រូកងវិលខ្ញុំមានចំណែកក្នុងពន្ធកិច្ចនៃព្រះរួចហើយខ្ញុំបានរៀនសាលាគ្រីស្ទានតាំងពីសាលាម៉ាតេរហូតដល់ឆ្នាំ12ខ្ញុំបានរៀនសាលាគ្រីស្ទានប៉ុន្តែនៅពេលខ្ញុំមានអាយុ16ឆ្នាំទើបខ្ញុំឃើញថាបើខ្ញុំស្លាប់ខ្ញុំនឹងឆ្លងទៅស្ថាននរកដោយសារខ្ញុំបានចូលស្តង់ដារបាត់ដោយសារខ្ញុំបានជឿអាស្រ័យលើឪពុកម្ដាយខ្ញុំអញ្ចឹងហើយខ្ញុំចាំច្បាស់មានគ្រូអធិប្បាយគេបានបកស្រាយគេបានអំពាវនាវថាឲ្យយើងពិចារណាថាតើយើងស្គាល់ព្រះអង្គឬអត់ហើយបងប្អូនទាំងអស់យើងមាននិស្សិតដែលរៀនសាលាគ្រីស្ទានយើងមួយចំនួនដែលត្រូវសារភាពថាគេមានឈ្មោះថាគេជាគ្រីស្ទានប៉ុន្តែគេមិនទាន់ស្គាល់ព្រះហើយខ្ញុំជាមនុស្សម្នាក់ក្នុងចំណោមគេបងប្អូនទាំងអស់សម័យនោះខ្ញុំជាអ្នកដឹកនាំអំពីថ្នាក់ខ្ញុំក្នុងសាលាគ្រីស្ទានយើងដល់គេបានបោះឆ្នោតឲ្យខ្ញុំក្លាយជាអ្នកដឹកនាំប៉ុន្តែខ្ញុំអត់ស្គាល់ព្រះមានអ្វីមួយដែលខាត់ខ្ញុំដែលបំភ័យខ្ញុំចង់ទទួលសេចក្តីសង្គ្រោះតែខ្ញុំខ្លាចអ្វីមួយលោកគ្រូខ្ញុំខ្លាចអូគេនឹងមកនិយាយខ្ញុំជាកូនរបស់ផងគ្រូកងវិលហើយអត់ទាន់ស្គាល់ព្រះបងប្អូនខ្ញុំអាចដើរលេងខ្ញុំមិនមែនជាបងថោមបងតូចខ្ញុំមិនមែនជាក្មេងស្ទាវខ្ញុំស្ដាប់បង្គាប់ឪពុកម្ដាយសូម្បីតែឪពុកម្ដាយមានវត្តមានមែនទេនេះជាកន្លឹះនៅពេលខ្ញុំមានឱកាសនឹងហើយខ្ញុំធ្វើតាមដំណឹងចិត្តខ្ញុំប៉ុន្តែអ្វីដែលបានខាត់ខ្ញុំបានបំភ័យខ្ញុំបានធ្វើឲ្យខ្ញុំស្ទាក់ស្ទើរថាក្រែងលោខ្ញុំប្រែចិត្តជួយព្រះអង្គហើយខ្ញុំត្រូវសារភាពចំពោះគេថាខ្ញុំតន់ស្គាល់ព្រះហើយបន្ទាប់មកខ្ញុំដឹងច្បាស់ថាបើប្រែចិត្តស្គាល់ព្រះខ្ញុំត្រូវតែទទួលពិធីជាមួយទឹកដែរអូនឹងខ្មាស់គេណាស់បងប្អូនទាំងអស់ពាក្យនោះពាក្យខ្សឹបខ្សៀវនោះពាក្យបំភ័យនោះមិនមកពីព្រះនៃបរិសុទ្ធនោះមកពីអរិយសាតាំងដើម្បីបំភ័យខ្ញុំចាំច្បាស់ថ្ងៃដែលពិបាកមែនទែនបងប្អូនគឺជាថ្ងៃដែលខ្ញុំឈរនៅមកគេដើម្បីទទួលពិធីជាមួយទឹកជួនកាលយើងអបអរសាទរហើយតែដែរហើយសប្បាយដោយសារនរណាម្នាក់បានដើរតាមព្រះគេសោកចិត្តស្ដាប់បង្គាប់ព្រះហើយទទួលពិធីជាមួយទឹកដោយពួកយើងនឹងធ្វើខែក្រោយដែលយើងនឹងមានបងប្អូនមួយចំនួនខែ7ថ្ងៃ12យើងនឹងធ្វើពិធីជាមួយទឹកប៉ុន្តែចំពោះខ្ញុំនោះជាថ្ងៃដែលខ្ញុំភ័យមែនទែនដោយសារអីដោយសារខ្ញុំមានអារម្មណ៍មិនមែនជាអារម្មណ៍ប្រកាសនេះជាអារម្មណ៍คล้ายបងប្អូនកុំភ្លេចកុំរស់នៅអាស្រ័យលើអារម្មណ៍យើងវាមួយថ្ងៃកោចុះឡើងអ្វីដែលជាក្តីពិតគឺថាព្រះអង្គកំពុងតែរងចាំយើងព្រះអង្គអំពាវនាវយើងឲ្យយើងប្រែចិត្តហើយជឿនៅលើទ្រង់កុំខ្លាចអំពីមនុស្សប្រហែលព្រឹកនេះព្រះសូរសៀងនឹងដាស់តឿនយើងនឹងឃើញថាយើងមានឈ្មោះថាជាកូននៃព្រះតែពិតប្រាកដយើងអត់ទាន់ស្គាល់ព្រះកុំខ្លាចអីប្រែចិត្តជឿព្រះអង្គចុះនេះហើយជាមូលហេតុដែលព្រះយេស៊ូវបានសឹកគាត់នៅលើឈើឆ្កាងបងប្អូនទាំងអស់ខ្ញុំចាំនៅពេលដែលខ្ញុំទទួលពិធីជាមួយទឹកខ្ញុំភ័យមែនទែនតែគ្មានមូលហេតុភ័យពួកចំណោមបានសប្បាយខ្ញុំស្មានថាគេនឹងមកនិយាយខ្ញុំស្មានថាគេនឹងនិយាយដើមខ្ញុំស្មានថាគេនឹងបង្អាប់ទាំងខ្ញុំទាំងឪពុកខ្ញុំប៉ុន្តែផ្ទុយទៅវិញដោយសារគេស្រឡាញ់ព្រះហើយគេស្រឡាញ់យើងគេសប្បាយកុំចាញ់បោកអរិយសាតាំងចូលចង់ជឿព្រះអង្គតែក្រែងលោគេឈប់រាប់អានកុំព្រួយពីនោះអូចង់ជឿព្រះអង្គតែអូប្រហែលខ្ញុំពិបាករកប្រពន្ធបើជឿព្រះអង្គកុំព្រួយពីនោះប្រែចិត្តហើយជឿព្រះអង្គចុះអញ្ចឹងនេះហើយជាមូលហេតុដែលព្រះយេស៊ូវបានសឹកគាត់នៅលើឈើឆ្កាងហើយថ្ងៃនេះយើងបានអានជាមួយបញ្ញាយើងបានអានអំពីគម្ពីរវិវរណៈជំពូក20ហើយថ្ងៃនេះយើងនឹងពិចារណាអំពីទីជំនុំជម្រះរបស់ផងព្រះដែលនៅមុខបល្ល័ង្កស
เราជាជំនុំជម្រះសម្រាប់អ្នកដែលមិនទាន់ស្គាល់ព្រះគេថាយើងការចាឈឺស្លាប់បងប្អូនអ្វីដែលសំខាន់ជាងគេគឺជាអ្វីដែលកើតឡើងបន្ទាប់ពីពេលដែលយើងស្លាប់ព្រះគម្ពីរបានបញ្ជាក់យ៉ាងច្បាស់ថាយើងអាចវិលមកវិញទេគ្មានអ្នកណានឹងចាំជាតិយើងមានឱកាសតែមួយគត់ថ្ងៃនេះបើយើងស្ដាប់សំឡេងព្រះយើងឮព្រះសូរសៀងព្រះដែលព្រះអង្គដាស់តឿនយើងថាសូមប្រែចេះចុះអញ្ចឹងយើងគួរតែធ្វើយ៉ាងណាកុំស្ទាក់ស្ទើរកុំពន្យាកុំថាអូថ្ងៃក្រោយអតិក្រោយបងប្អូនទាំងអស់ដូចខ្ញុំប្រាប់ច្រើនដងហើយថាស្ថានរដ្ឋបានពេញដោយមនុស្សដែលមានគោលបំណងដើម្បីជួបព្រះអង្គថ្ងៃក្រោយអូខ្ញុំនឹងជួបព្រះអង្គថ្ងៃក្រោយខែក្រោយអូចាំឲ្យលោកយាយខ្ញុំខូចសិនតើខ្ញុំប្រែចិត្តឲ្យជួបព្រះអង្គបងប្អូនគំនិតបែបនោះគឺជាពាក្យបញ្ឆោតដែលមកពីអរិយសាតានម្យ៉ាងទៀតបើយើងព្រួយបារម្ភអំពីលោកយាយរបស់ផងយើងអំពីឪពុកម្ដាយរបស់ផងយើងកុំថាតើតែពួកគេស្លាប់តើខ្ញុំជឿបើយើងដឹងថានរណាម្នាក់នឹងប្លន់យើងឧទាហរណ៍នឹងប្លន់គេហើយយើងដឹងមុនហើយថាខ្លាចចិត្តគេអាចចង់រំខានគេដើម្បីប្រមានគេចាំឲ្យគេប្លន់គេសិននៅពេលគេកំពុងតែដេកនៅមន្ទីរពេទ្យខ្ញុំទៅលើកទឹកចិត្តគេអត់ទេបងប្អូននេះខុសហើយកុំថាអូចាំឲ្យលោកយាយស្លាប់សិនអត់ទេបងប្អូននេះយើងគិតខុសប្រែចេះជួបព្រះអង្គដើរតាមព្រះរាជចម្រើនហើយមានអធិពលនៅលើលោកយាយប្រយោជន៍ឲ្យលោកយាយជួបព្រះអង្គដែរបន្តិចទៀតយើងនឹងពិចារណាថែមទៀតអំពីគម្ពីរវិវរណៈឥឡូវនេះយើងសូមអានខគម្ពីរមួយចំនួនពីគម្ពីរទីម៉ូថេខ្សែទី1គម្ពីរទីម៉ូថេខ្សែទី1ចំពុក2គម្ពីរទីម៉ូថេខ្សែទី1ចំពុក2ខ្ញុំសូមអានពីខ1ដល់ខ6ដូច្នេះខ្ញុំទូលមានសេចក្តីនេះជាមុនដំបូងថាចូលពោលពាក្យអរព្រះគុណពាក្យទូលសូមពាក្យអធិដ្ឋាននិងពាក្យទូលអង្វរឲ្យមនុស្សទាំងអស់ខ2គឺឲ្យស្ដេចហើយឲ្យពួកនាមទាំងប្រមាណផងដើម្បីឲ្យយើងរាល់គ្នាបាននៅជាសុខសាន្តហើយស្រកស្រគំដោយកោតខ្លាចហើយដោយដឹងហើយនឹងឋានគ្រប់ចម្ពោះខ3ច្បាស់យ៉ាងនោះតើបានល្អហើយក៏ព្រះハរទេដល់ព្រះដល់ជាព្រះអង្គសង្គ្រោះនៃយើងខ4ដែលទ្រង់សពព្រះハរទេឲ្យមនុស្សទាំងអស់បានសង្គ្រោះព្រះអង្គសពព្រះハរទេឲ្យមនុស្សទាំងអស់បានសង្គ្រោះសំឆាពាក្យនោះតាមខ្ញុំមនុស្សទាំងអស់បានសង្គ្រោះ1 2 3មនុស្សទាំងអស់បានសង្គ្រោះហើយឲ្យបានស្គាល់សេចក្តីពិតពីព្រោះមានព្រះពិតតែមួយហើយមានអ្នកសម្របសម្រួលតែមួយនៅកណ្ដាលព្រះនិងមនុស្សគឺជាមនុស្សដ៏ជាព្រះគ្រីស្ទយេស៊ូវនោះខ6ទ្រង់បានឆ្លើយព្រះអង្គទ្រង់ទៅជាថ្លៃលួសមនុស្សទាំងអស់ដែលត្រូវមានទីបន្ទាល់នៅពេលកំណត់នៅពេលកំណត់ថ្ងៃនេះយើងពិចារណាអំពីបល្ល័ង្កសហើយសំណួរដែលខ្ញុំលើកទឹកចិត្តយើងទាំងខ្ញុំទាំងបងប្អូនឲ្យយើងពិចារណាថាតើវាសនាដល់នៅអស់កលជានិច្ចរបស់ខ្ញុំនៅពេលអនាគតនឹងទៅជាយ៉ាងណាអតិថិមុនយើងបានពិចារណាអំពីនេះជីវិតយើងខ្លីហើយគម្ពីរយ៉ាកុបចំពុក4ខ14បានប្រាប់យើងថាអ្នករាល់គ្នាមិនដឹងជានឹងកើតមានយ៉ាងណាដល់ថ្ងៃស្អែកទេsebabជីវិតអ្នករាល់គ្នាជាអ្វីគឺជាចំហាយទឹកទេតាដល់ឃើញតែមួយផ្លេតរួចបាក់ទៅចំហាយទឹកអញ្ចឹងព្រះអង្គបានប្រៀបធៀបជីវិតយើងប្រៀបដូចជាចំហាយទឹកដល់នំមួយផ្លេតអត់នៅយូរទេបងប្អូនយើងរស់នៅដើម្បីប្រមូលទ្រព្យសម្បត្តិយើងរស់នៅដើម្បីខំរៀនខ្ពស់ដើម្បីបានប្រាក់ខែច្រើនយើងរស់នៅដើម្បីសប្បាយយើងមានផែនការសម្រាប់ថ្ងៃអាទិត្យសម្រាប់ថ្ងៃអនាគតប៉ុន្តែបងប្អូនទាំងអស់ព្រះគម្ពីរប្រាប់យើងថាការពិតជីវិតយើងប្រៀបដូចជាចំហាយទឹកប៉ុណ្ណឹង
ដល់នាំមកផ្លេតអត់នៅយូរទេអញ្ចឹងបងប្អូនបើយើងឆ្លាតបើយើងមានប្រាជ្ញាបើយើងឆ្លៀវឆ្លាតនោះយើងនឹងគិតអំពីតើមានអ្វីដែលកើតឡើងនៅពេលដែលរូបកាយនេះស្លាប់ការចាស់ឈឺស្លាប់sebabជីវិតយើងនៅលើផែនដីនេះប្រៀបដូចជាចំហាយទឹកដល់នៅមកផ្លេតទេចំហាយទឹកហើយបងប្អូនទាំងអស់អ្វីដែលពួកយើងជឿនៅពេលយើងរស់នៅឡើយនឹងកំណត់អំពីជោគវាសនារបស់ផងយើងអ្វីដែលយើងសុខចិត្តជឿនៅពេលយើងរស់នៅឡើយមុនពេលយើងស្លាប់នឹងកំណត់ថាតើយើងនឹងមានជោគវាសនានៅស្ថានបរមសុខជាមួយព្រះឬក៏នៅបឹងភ្លើងតែព្រះអង្គសឹកព្រះハរទេឲ្យមនុស្សទាំងអស់ប្រែចិត្តជីវិតយើងគឺជាចំហាយទឹកកុំចាំថ្ងៃស្អែកអូចាំនៅពេលវេលាដ៏ស្រួលអូនៅពេលដែលខ្ញុំមានអារម្មណ៍ថាអូពេលវេលាល្អអត់ទេជីវិតយើងជាចំហាយទឹកដល់នៅមកផ្លេតទេតើយើងនឹងទៅណានៅពេលដែលយើងស្លាប់អ្វីដែលយើងជឿនៅក្នុងជីវិតនេះនឹងកំណត់អំពីអនាគតរបស់ផងយើងគ្រប់គ្នាដែលឆ្លាប់រស់នៅនឹងរស់ឡើងវិញពីភ្នៅដើម្បីរស់នៅជារៀងរហូតនៅក្នុងវត្តមានរបស់ព្រះឬនៅឆ្ងាយពីទ្រង់តើយើងនឹងនៅណានៅពេលដែលរូបកាយនេះស្លាប់ពីព្រោះយើងដឹងថាវិញ្ញាណហើយប្រឡងយើងមានជីវិតអមតៈរូបកាយនេះអត់មានជីវិតអមតៈទេនៅបណ្ដោះអាសន្នទេអនាគតព្រះអង្គនឹងប្រទានឲ្យយើងខ្ញុំមានរូបកាយថ្មីរូបកាយដែលមានជីវិតអមតៈsebabរូបកាយថ្មីនោះនឹងគ្មាននិស្ស័យបាបសម្រាប់យើងដែលស្គាល់ព្រះអង្គនឹងប្រោសឲ្យយើងរស់ពីស្លាប់ឡើងវិញហើយបង្កើតរូបកាយថ្មីមួយទៅនៅជាមួយព្រះអង្គអស់កលជានិច្ចប៉ុន្តែសម្រាប់អស់អ្នកណាដែលស្លាប់ដោយមិនស្គាល់ព្រះអង្គនឹងប្រទានឲ្យគេមានរូបកាយថ្មីដែរតែរូបកាយថ្មីមួយដែលព្រះអង្គបានបង្កើតដើម្បីទៅនៅបឹងភ្លើងយើងទាំងអស់គ្នាទាំងអ្នកដែលបានលឺដំណឹងល្អហើយបាត់ជាសែតទាំងអ្នកដែលបានលឺដំណឹងល្អហើយប្រៃចិត្តថ្ងៃណាមួយមនុស្សទាំងអស់គ្នាគេនឹងរស់ឡើងវិញពីភ្នៅដើម្បីរស់នៅជារៀងរហូតនៅក្នុងវត្តមានរបស់ព្រះនៅស្ថានបរមសុខឬក៏នៅឆ្ងាយពីទ្រង់ចុះពីយើងខ្ញុំបងអង្គមិនមែនដោយសារខ្ញុំអស់ពាក្យខ្ញុំឈប់ឲ្យយើងពិចារណាតើមួយណាយើងអ្វីដែលយើងនឹងពិចារណាថ្ងៃនេះបលាំងសវានឹងកាត់ឡើងពេលណាអតិថិមុនយើងបានរៀនអំពីទីជំនុំជម្រះរបស់ផងព្រះគ្រីស្ទដែលយើងឃើញថាទីជំនុំជម្រះរបស់ផងព្រះគ្រីស្ទនឹងកាត់ឡើងក្នុងពេលវេលាដែលក្នុងលោកីនេះគឺជាគ្រាវេទនាទាំង7ឆ្នាំនោះប៉ុន្តែសម្រាប់យើងដែលស្គាល់ព្រះអង្គហើយព្រះអង្គបានលើកយើងឡើងទៅនៅជាមួយព្រះអង្គមុនពេលគ្រាវេទនានោះបានកាត់ឡើងហើយព្រះអង្គនឹងជំនុំជម្រះយើងបន្ទាប់មកនឹងមានគ្រាផ្សេងនឹងមានប្រតិកម្មផ្សេងកាត់ឡើងប៉ុន្តែយើងឃើញថាថ្ងៃណាមួយព្រះអង្គនឹងជំនុំជម្រះអស់អ្នកណាដែលមិនទាន់ស្គាល់ព្រះអង្គគេស្លាប់គេនឹងឈរចំពោះព្រះអង្គហើយព្រះអង្គនឹងជំនុំជម្រះគេនៅមុខបល្ល័ង្កសនៅមុខបល្ល័ង្កសអតិថិមុនយើងបានពិចារណាអំពីទីជំនុំជម្រះសម្រាប់អ្នកដែលជឿព្រះអង្គដល់ព្រះអង្គនឹងជំនុំជម្រះខ្ញុំព្រះអង្គនឹងវិនិច្ឆ័យខ្ញុំព្រះអង្គនឹងជំនុំជម្រះយើងនិមមួយមិនមែនដើម្បីកំណត់ថាតើយើងនឹងទទួលជីវិតអស់កលជានិច្ចឬក៏យើងនឹងឆ្លិតទៅស្ថាននរកអត់ទេពីព្រោះសេចក្តីសង្គ្រោះយើងត្រូវបានដោះស្រាយរួចហើយនៅលើឈើឆ្កាងនោះនេះហើយជាមូលហេតុយើងលើកឈើឆ្កាងឡើងនេះហើយជាមូលហេតុដែលយើងមានក្តីសង្ឃឹមយើងនឹងឈរចំពោះព្រះអង្គថ្ងៃណាមួយក្នុងនាមជាកូនសំណប់របស់ផងព្រះដល់ព្រះអង្គសឹកព្រះハរទេដើម្បីប្រគល់រង្វាន់ឲ្យយើងប្រទានរង្វាន់ឲ្យយើងនេះជាមូលហេតុនេះមិនពាក់ព័ន្ធអំពីផ្សាយផ្ចោលនេះមិនពាក់ព័ន្ធអំពីព្រះអង្គនឹងស្ដីឲ្យយើង
ព្រះអង្គនឹងលាតត្រដាងទាំងអស់ព្រះអង្គនឹងបោកសម្ដែងឲ្យមនុស្សទាំងអស់ទាំងព្រះទាំងទេវតាទាំងសាក្សីដល់ឈរនៅជំវិញបល្ល័ង្កនៃព្រះគ្រីស្ទនឹងលាតត្រដាងហើយព្រះអង្គនឹងលបងលោកិច្ចការរបស់ផងយើងកិច្ចការអីកិច្ចការដែលយើងខ្ញុំបានប្រព្រឹត្តយើងបានធ្វើបន្ទាប់ពីថ្ងៃដែលយើងបានក្លាយជាកូននៃព្រះអង្គបានសង្គ្រោះយើងដើម្បីធ្វើការល្អរ៉េតវាចង់បន្លំយើងវាចង់ឲ្យយើងជឿថាអូខំធ្វើល្អតែព្រះអង្គព្រមទទួលយើងនេះបច្រានេះផ្ទុយព្រះអង្គថាយើងគ្មានសមត្ថភាពដើម្បីធ្វើល្អសោះយើងខ្វះមិនដល់ស្រីល្អនៃព្រះថ្លៃឈ្នួលនៃអំពើបាបនោះជាសេចក្តីស្លាប់ប៉ុន្តែអំណោយទាននៃព្រះអង្គគឺជាជីវិតអស់កលជានិច្ចតាមរយៈព្រះយេស៊ូវគ្រីស្ទអញ្ចឹងព្រះអង្គនឹងលបងលោការងាររបស់ផងយើងតើយើងបានបម្រើព្រះអង្គអូខេបើយើងបម្រើតើហេតុអ្វីបានជាមូលហេតុអីដែលយើងបម្រើព្រះនឹងហើយព្រះអង្គនឹងលាតត្រដាងជាងកៅយើងពិបាកដើម្បីស្ទឹងចិត្តខ្លួនឯងមែនទេយើងពិបាកដឹងថាតើខ្ញុំបម្រើព្រះអង្គដើម្បីព្រះដោយសារក្តីអាណិតដោយសារយើងចង់ឲ្យព្រះអង្គទទួលសេរីល្អតាមរយៈការងាររបស់ផងយើងឬក៏តើយើងបម្រើព្រះអង្គដោយសារប្រាក់ខែអូដោយសារចង់បំពេញចិត្តគេដោយសារចង់បង្ហាញមុខដោយសារមូលហេតុផ្សេងទៀតបងប្អូនទាំងអស់យើងមិនបាត់បង់សេចក្តីសង្គ្រោះនៅទីជំនុំជម្រះរបស់ផងព្រះទេតែយើងនឹងបាត់បង់រង្វាន់មួយចំនួនយើងនឹងបាត់បង់ខ្ញុំជឿថាថ្ងៃនេះគឺជាថ្ងៃដែលយើងនឹងបាត់បង់រង្វាន់មួយចំនួនដែលព្រះអង្គបានរៀបចំទុកឲ្យយើងអញ្ចឹងបើយើងឆ្លាតបងប្អូនដើម្បីកុំបាត់បង់រង្វាន់នៅនាអនាគតសូមពិចារណាថ្ងៃនេះហើយជារៀងរាល់ថ្ងៃតើហេតុអ្វីបានជាដែលយើងធ្វើអ្វីដែលយើងធ្វើសេចក្តីសង្គ្រោះយើងត្រូវបានដោះស្រាយរួចហើយព្រះអង្គមិនថ្កោលទោសនៅលើយើងទៀតយើងអត់មានទោសព្រះអង្គបានទទួលកំហុសជំនួសយើងព្រះអង្គបានទទួលទារុណកម្មជំនួសយើងអញ្ចឹងយើងឈរចំពោះព្រះអង្គថ្ងៃណាមួយអស់អ្នកណាដែលស្គាល់ព្រះអង្គយើងនឹងឲ្យយើងឈរម្នាក់ឯងអត់មានម្ដាយឈរនៅក្បែរយើងអត់មានឪពុកការពារយើងអត់មានគ្រូកង្វៀលដែលនិយាយជំនួសយើងអត់មានប្តីអត់មានប្រពន្ធអត់មានឪពុកអត់មានអ្នកណាសោះយើងឈរនៅតែឯងចំពោះព្រះហើយព្រះយេស៊ូវគ្រីស្ទនឹងវិនិច្ឆ័យនោះជាថ្ងៃដែលយើងរងចាំប៉ុន្តែយើងត្រូវប្រយ័ត្នយើងចូលជាច្រៀងថាអូនឹងសប្បាយនៅស្ថានសួគ៌នឹងហើយយើងនឹងសប្បាយប៉ុន្តែខ្ញុំឆ្ងល់ថាតើយើងនឹងសប្បាយទៅដល់កម្រិតណាក្រែងលោយើងបាត់បង់រង្វាន់កុំច្រឡំគ្មានអ្នកណាត្រូវខំធ្វើការល្អដើម្បីខ្លាយជាកូននៃព្រះអត់ទេប្រហែលតែមុនប៊ូណាហើយស្រីនាងបានខ្លាយជាកូននៃព្រះថ្ងៃនេះប៊ូណាបានទទួលព្រះគម្ពីរថ្មីមួយអរគុណព្រះអង្គខ្ញុំលើកគេថាបងប្រុសបានខំបំពេញគម្ពីរម៉ាកុសរហូតដល់ម៉ោង1ព្រឹកយប់នេះវ៉ាវអរគុណព្រះអង្គតែគាត់បានខ្លាយជាកូននៃព្រះមិនមែនដោយសារគាត់សន្យាថាអូគាត់នឹងឈប់ផឹកគាត់នឹងឈប់ធ្វើនេះឈប់ជេរកូនឈប់ធ្វើនេះធ្វើនោះអត់ទេគាត់ខ្លាយជាកូននៃព្រះដោយសារគាត់ប្រែចិត្តហើយជឿនៅលើព្រះយេស៊ូវគ្រីស្ទប៉ុណ្ណឹងប៉ុន្តែឥឡូវនេះព្រះអង្គត្រាស់ហៅទាំងគាត់ទាំងប្រពន្ធគាត់ដើម្បីខំធ្វើល្អក្នុងនាមជាកូននៃព្រះអញ្ចឹងបងប្អូនយើងបានពិចារណាអំពីទីជំនុំជម្រះរបស់ផងព្រះគ្រីស្ទអតិតមុនថ្ងៃនេះយើងនឹងពិចារណាអំពីបល្ល័ង្កសរបស់ផងព្រះអូខ្ញុំសង្ឃឹមថាពួកយើងអត់មាននរណាម្នាក់ក្នុងចំណោមយើងដែលកំពុងតែស្ដាប់សំឡេងខ្ញុំដែលនឹងមានវត្តមាននៅមុខបល្ល័ង្កសនោះអ្នកណាដែលមានវត្តមានអ្នកណាដែលឈរនៅមុខព្រះព្រះអង្គគង់នៅលើបល្ល័ង្កសនេះពួកគេអត់មានក្តីសង្ឃឹមសោះគេអត់មានឱកាសទី2តើនឹងមានអ្វីកើតឡើងនេះជាការជំនុំជម្រះទី2ហើយជាការវិនិច្ឆ័យរបស់ពួកអ្នកមិនជឿសូមសរសេរពាក្យអ្នកមិនជឿសូមសរសេរពាក្យអ្នកមិនជឿទាំងអស់
អ្នកមិនជឿទាំងអស់ខ្ញុំចាំប្រហែល15ឆ្នាំមុននៅស្រុកខ្មែរនេះខ្ញុំបានផ្សាយដំណឹងល្អទៅកាន់ស្ត្រីម្នាក់គាត់ចាស់ជាងខ្ញុំផ្សាយដំណឹងល្អឲ្យគាត់ហើយខ្ញុំប្រាប់គាត់អំពីបល្ល័ង្កសររបស់ផងព្រះហើយបានប្រមានគាត់អាស្រ័យលើព្រះបន្ទូលព្រះអង្គថាបើនរណាម្នាក់គ្មានឈ្មោះកាត់ទៅក្នុងបញ្ជីជីវិតរបស់ផងព្រះពួកគេត្រូវបោះទៅក្នុងបឹងភ្លើងហើយស្ត្រីនោះនៅព្រែកភ្នៅស្ត្រីនោះបានថាអូលោកគ្រូខ្ញុំអត់ព្រួយពីនោះសោះថាមែនដោយសារអីមែនអត់ព្រួយដោយសារអីគាត់ថាអូដោយសារខ្ញុំបានរកព្រះផ្សេងខ្ញុំមិនដល់ឈរនៅបល្ល័ង្កសរទេលោកគ្រូដោយសារខ្ញុំមានព្រះផ្សេងបងប្អូនកុំច្រឡំអំពីនេះក្រៅពីព្រះយេស៊ូវគ្រីស្ទអត់មានព្រះផ្សេងទៀតឡើយប្រហែលយើងចាត់ទុកវត្ថុអ្វីមួយឬនរណាម្នាក់ឬទ្រឹស្ដីណាមួយឬលួយឬស្អីទៀតដើម្បីធ្វើជាព្រះរបស់ផងយើងតែទោះបីយ៉ាងណាក៏ដោយនោះមិនមែនជាព្រះដែលនឹងធ្វើការជំនុំជម្រះថ្ងៃណាមួយព្រះយេស៊ូវគ្រីស្ទនឹងជំនុំជម្រះយើងអញ្ចឹងហេតុការណ៍ទី1ដែលយើងត្រូវយល់ក្នុងនាមជាកូននៃព្រះហើយក្នុងនាមជាអ្នកដែលមិនទាន់ស្គាល់ព្រះគឺថាទីជំនុំជម្រះនេះគឺសម្រាប់អស់អ្នកណាដែលស្លាប់ដោយមិនស្គាល់ព្រះទាំងអ្នកធំទាំងអ្នកតូចទាំងអ្នកដែលនៅពេលគេនៅរស់គេមានអំណាចគេមានមុខមាត់គេមានប្រជាប្រិយភាពគេល្បីល្បាញគេមានទ្រព្យសម្បត្តិបាទតែសំណួរដ៏សំខាន់គឺថាតើគេស្គាល់ព្រះអង្គឬអត់តើគេបានខ្លាយជាកូននៃព្រះលោកគ្រូចាស់ថានេះចង្អៀតនឹងហើយផ្លូវទៅស្ថានសួគ៌ចង្អៀតណាស់មានផ្លូវតែមួយគត់បើមានផ្លូវច្រើនបងប្អូនសូមមេត្តាកុំផ្សាយដំណឹងល្អទៀតយើងគ្រាន់តែលើកទឹកចិត្តគេជំរុញគេលើកទឹកចិត្តគេឲ្យគេស្មោះត្រង់អំពីហើយជឿហើយស្មោះត្រង់ចំពោះព្រះដែលគេបានគោរពហើយអ្វីបញ្ជាពួកយើងបោះពុំខាត់បានហើយអ្វីបញ្ជាយើងមានពន្ធកិច្ចទៅផ្សាយដំណឹងល្អហើយអ្វីបញ្ជាដល់ភិរនហើយបងប្អូនមួយចំនួនលោកគ្រូប៊ូណាអ្នកផ្សេងទៀតបានបំរើព្រះអង្គនៅតកែវនៅសំរោងនៅរកាកោងហើយអ្វីបញ្ជាដល់យើងមានគោលបំណងមានចក្ខុពិស័យដើម្បីបង្កើតក្រុមជំនុំមួយនៅភូមិត្រពាំងអញ្ចឹងអូប្រហែលត្រពាំងអញ្ចឹងគឺជាកន្លែងមួយដ៏ស្អាតអត់ទេបងប្អូនជាកន្លែងដ៏ពេញដោយសេចក្តីងងឹតបើយើងទៅលេងទៅទីនោះមានអារម្មណ៍ថាមានដូចជាមានវិញ្ញាណដែលសង្កត់យើងសង្កត់យើងដូចជាហប់អាក្រក់ណាស់ងងឹតណាស់ហើយអ្វីបញ្ជាពួកយើងត្រូវស្ដាប់បង្គាប់ព្រះហើយខំផ្សាយដំណឹងល្អព្យាយាមបញ្ចុះបញ្ចូលឲ្យគេជឿព្រះអង្គដោយសារអស់អ្នកណាដែលស្លាប់ដោយមិនស្គាល់ព្រះអង្គគេនឹងឈរនៅមុខបល្ល័ង្កសរនេះជួនកៅយើងមកក្រុមចំណងយើងរៀនអំពីគ្រួសារជួនកៅគ្រូកង្វិលនិយាយលេងតិចតួចបងប្អូនសេចក្តីអធិប្បាយនេះយើងគ្មានស្អីដើម្បីសើចសោះគ្មានមូលហេតុញញ៉ាំគ្មានមូលហេតុនិយាយលេងនេះជាហេតុការណ៍មួយដែលយើងខ្ញុំត្រូវតែប្រឈមមកបងប្អូនយើងដែលកំពុងតែរស់តើយើងបានប្រមានគេហើយឬនៅតើយើងបានប្រាប់គេទាំងអង្វរទាំងស្រក់ទឹកភ្នែកអំពីនេះលើកទឹកចិត្តគេអង្វរគេប្រែចិត្តតើពួកគេបានឃើញគំរូយ៉ាងណាក្នុងជីវិតយើងតើគេជឿថាព្រះអង្គគឺជាព្រះពិតប្រាកដអូបងប្អូនវិបោយើងបើទីបន្ទាល់យើងគំរូរបស់ផងយើងអាស៊ីជាមួយដំណឹងល្អគេចង់ជឿសោះអញ្ចឹងហេតុការណ៍ទី1ដែលយើងត្រូវយល់អំពីបល្ល័ង្កសររបស់ផងព្រះគឺថានោះសម្រាប់អស់អ្នកណាដែលស្លាប់ដោយមិនស្គាល់ព្រះអង្គការវិនិច្ឆ័យរបស់អ្នកមិនជឿនឹងរាប់បញ្ចូលនៅអស់អ្នកណាដែលគ្មានឈ្មោះកាតុកនៅក្នុងបញ្ជីជីវិតរបស់ព្រះ
គម្ពីរវិវរណៈចំពុក20ខ11ខ្ញុំក៏ឃើញបល្ល័ង្កសមួយយ៉ាងធំនឹងព្រះអង្គដ៏គង់លើបងប្អូនសូមយល់ថាទាំងនេះមិនទាន់កាត់ឡើងទេនេះហើយជាអ្វីដែលព្រះវិញ្ញាណបរិសុទ្ធបានអនុញ្ញាតឲ្យសាវកយ៉ូហានបានឃើញម្ល៉េះហើយគាត់បានសរសេរអ្វីដែលព្រះវិញ្ញាណបរិសុទ្ធបានបើកឲ្យលោកយ៉ូហានឃើញនេះហើយជាអ្វីដែលនឹងកាត់ឡើងនៅនាអនាគតនេះមិនទាន់កាត់ឡើងទេអ្នកដែលស្លាប់សប្តាហ៍ថ្ងៃនេះអ្នកដែលស្លាប់ដោយមិនស្គាល់ព្រះអង្គកុំថាអូព្រះអង្គបានជំនុំជម្រះគេហើយអត់ទេពុំទាន់ឡើយអនាគតគេនឹងឈរនៅមុខព្រះអនាគតគេនឹងឈរនៅមុខព្រះហើយសាវកយ៉ូហានថាគាត់បានឃើញផ្ទាល់ភ្នែកព្រះអង្គបានបើកសម្ដែងហេតុដូចជាបានបើកទ្វារមួយឲ្យគាត់បានឃើញអំពីព្រឹត្តិការណ៍មួយចំនួនដែលត្រូវកើតឡើងនៅនាអនាគតហើយព្រះគម្ពីរបានប្រាប់យើងហើយសាវកយ៉ូហានថាខ្ញុំបានឃើញបល្ល័ង្កមួយយ៉ាងធំនឹងព្រះអង្គដែលគង់នៅលើអញ្ចឹងទីមួយយើងសូមពិចារណាមកផ្លេចពីភាពរុងរឿងឧត្តមនៃបល្ល័ង្កនេះជាបល្ល័ង្កមួយយ៉ាងធំមានន័យថាបល្ល័ង្កត្រូវបានហៅថាធំដោយសារតែអំណាចដាច់ខាតរបស់វាអំណាចដាច់ខាតរបស់វាបល្ល័ង្កធំអំណាចដាច់ខាតបងប្អូនទាំងអស់នៅពេលព្រះយេស៊ូវបានយាងពីស្ថានសួគ៌លើកទី1ដើម្បីខ្លាយជាមនុស្សដើម្បីសក្ដិជំនួសយើងដើម្បីប្រទានឲ្យពួកយើងមានសេចក្តីសង្គ្រោះបើយើងប្រែចិត្តហើយជឿនៅលើទ្រង់នោះព្រះអង្គបានយាងមកក្នុងនាមជាព្រះដ៏ពេញដោយមេត្តាករុណាក្តីអាណិតសេចក្តីអត់ធ្មត់ព្រះអង្គបានបំរើពន្ធកិច្ចរបស់ផងទ្រង់នៅសាធារណៈ3ឆ្នាំហើយបានបង្ហាត់បង្រៀនសិស្សរបស់ផងទ្រង់ថានៅពេលព្រះអង្គសគត់ហើយយាងត្រឡប់ទៅស្ថានសួគ៌វិញរស់ពីស្គត់ឡើងវិញហើយយាងត្រឡប់ទៅស្ថានសួគ៌វិញនោះចេញទៅហើយផ្សព្វផ្សាយអំពីនគរនៃព្រះអញ្ចឹងលើកទី1ព្រះអង្គបានយាងមកក្នុងនាមជាព្រះដ៏សប្បុរសច្រើនតែឃើញថាព្រះអង្គ slow នៅពេលព្រះអង្គបានប្រឈមមកពួកផារីស៊ីដែលមានពុកមាយាព្រះអង្គអត់ slow ទេប៉ុន្តែនៅពេលព្រះអង្គប្រកបជាមួយមនុស្សដែលមានបាបដែលសារភាពថាគេមានបាបនោះព្រះអង្គ slow ព្រះអង្គអត់ឆ្កល់ទោសនៅលើគេព្រះអង្គបានលើកទឹកចិត្តគេឲ្យគេប្រែចិត្តហើយជឿទើបគេនឹងរួចផុតពីអំពើបាបនេះលើកទី1តែបងប្អូនទាំងអស់លើកទី2ដែលព្រះអង្គយាងត្រឡប់មកវិញព្រះអង្គយាងមកក្នុងនាមជាព្រះដ៏ពេញដោយសេចក្តីសប្បុរសមេត្តាករុណាសេចក្តីអត់ធ្មត់ពេញដោយក្តីស្រឡាញ់អត់ទេព្រះអង្គនឹងយាងមកវិញហើយជាពិសេសក្នុងបល្ល័ង្កសអស់អ្នកណាដែលជួបចៅក្រមដែលអង្គុយដែលសោយរីកនៅលើបល្ល័ង្កនោះគេអាចនិយាយគេអាចជួបប្រទះអំពីព្រះមួយដែលពេញដោយសេចក្តីសប្បុរសសេចក្តីអត់ធ្មត់ការលើកលែងទោសអត់ទេខុសពេលបងប្អូនគេនឹងជួបប្រទះអំពីព្រះដែលបានបង្កើតរបស់សព្វសារពើដែលបានបញ្ជាឲ្យមនុស្សលោកប្រែចិត្តហើយជឿនៅលើទ្រង់ហើយឥឡូវនេះគេនឹងជួបប្រទះសេចក្តីក្រោធរបស់ផងព្រះអង្គតែម្ដងសេចក្តីយុត្តិធម៌សេចក្តីបរិសុទ្ធសេចក្តីសុចរិតគេអត់មានឱកាសទៀតម្ល៉េះហើយនៅពេលព្រះគម្ពីរប្រាប់យើងថានេះជាបល្ល័ង្កធំនោះមានន័យថាយើងឃើញអំពីអំណាចដាច់ខាតអំណាចរបស់ផងព្រះមួយទៀតយើងឃើញថាវាជាបល្ល័ង្កពណ៌សអញ្ចឹងវាធំវាពណ៌សមានន័យថាពណ៌សជានិមិត្តរូបនៃភាពបរិសុទ្ធភាពស្អាតស្អំនិងសេចក្តីសុចរិតរបស់ព្រះពណ៌ស
ព្រះគម្ពីរប្រាប់យើងថាច្បាប់ព្រះយេហូវ៉ាជាព្រះនៃឯងទ្រង់ជាព្រះលើសអស់ទាំងព្រះហើយជាព្រះអម្ចាស់លើសអស់ទាំងព្រះអម្ចាស់គឺជាព្រះដ៏ធំដែលមានព្រះចេស្តាហើយក៏គួរស្ញាញ់ខ្លាចទ្រង់មិនដែលយកយល់ខាងអ្នកណាសោះក៏មិនទទួលសំណូកផងអញ្ចឹងយើងឃើញថានេះជាបល្ល័ង្កធំនេះជាបល្ល័ង្កពណ៌សមួយទៀតតើអ្នកណាដែលគង់នៅលើបល្ល័ង្កនោះចៅក្រមនោះគឺជាព្រះយេស៊ូវគ្រីស្ទគឺជាព្រះដដែលដែលបានយាងពីស្ថានសួគ៌បានយកកំណើតជាមនុស្សដើម្បីសក្តិហើយបានអំពាវនាវឲ្យយើងប្រែចិត្តហើយជឿច្បាប់ព្រះអង្គយាងពីស្ថានសួគ៌មិនមែនដើម្បីជំនុំជម្រះមនុស្សទេណយបានអានគម្ពីរយ៉ូហានចំពុក3ខ16ហើយខ17ច្បាប់ព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្លេះបញ្ជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់មកដើម្បីសក្តិជំនួសយើងខ17ច្បាប់ព្រះអង្គមិនយាងមកដើម្បីជំនុំជម្រះលោកទេព្រះអង្គយាងមកដើម្បីសង្គ្រោះយើងបងប្អូនទាំងអស់នៅពេលយើងផ្សាយដំណឹងល្អយើងអញ្ជើញយើងលើកទឹកចិត្តយើងអំពាវនាវយើងសូមទាំងស្រក់ទឹកភ្នែកមកភ័ក្រយើងប្រែចិត្តយើងអត់ព្យាយាមខកគេកុំឲ្យគេសប្បាយក៏ប៉ុន្តែយើងព្យាយាមជួយគេឲ្យគេមានសប្បាយអស់កលចំណិតសម្រាប់បងប្អូនមួយចំនួនដែលខ្ញុំបាននិយាយជាមួយអាទិត្យហ្នឹងដែលមិនទាន់ស្គាល់ព្រះសូមប្រែចិត្តថ្ងៃនេះចុះកុំខ្លាចជីវិតយើងប្រៀបដូចជាចំហាយទឹកបងប្អូនទាំងអស់ល្ងាចមិញខ្ញុំជឿថានៅស្រុកខ្មែរប្រហែលមានគ្រោះថ្នាក់ចរាចរណ៍ហើយខ្ញុំមិនដឹងថាមានគ្នាប្រមាណណាដែលបានខូចតែដឹងអត់ម្សិលមិញប្រាក់មិញគេអត់មានយោបល់ថាគេនឹងស្លាប់យកមិញគេមានផែនការថាអូថ្ងៃទៀតខ្ញុំចង់ដើរលេងអូប្រហែលខ្ញុំចង់ទៅសៀមរាបប្រហែលខ្ញុំចង់ទៅកែបអូប្រហែលខ្ញុំចង់ទៅអេអនទីបេខ្ញុំចង់ដើរលេងសប្បាយថ្ងៃអាទិត្យគឺជាថ្ងៃដើម្បីដើរលេងសប្បាយក្នុងភាសាអង់គ្លេសអ្នកដែលមិនស្គាល់ព្រះអង្គគេថា Sunday is my fun day នេះពាក្យលោកេរាល់ថ្ងៃស្ទើរជាថ្ងៃសប្បាយសម្រាប់អ្នកដែលស្គាល់ព្រះអង្គមែនទេ Sunday is my fun day នឹងហើយយើងបាន fun យើងបានសប្បាយដោយសារយើងបម្រើព្រះកុំចង់សប្បាយក្នុងអំពើបាបកុំចង់សប្បាយដើម្បីថ្ងៃនៃព្រះអម្ចាស់ថ្ងៃអាទិត្យដើរលេងសិនឆ្លៃបង្គំសិនប៉ុន្តែគេបានស្លាប់បងប្អូនហើយបើគេមិនស្គាល់ព្រះអង្គគេកំពុងតែវេទនាព្រះអង្គមិនទាន់ជំនុំជម្រះគេទេគេបានខំខាននៅកន្លែងដែលវេទនាព្រះគម្ពីរបានបញ្ជាក់យ៉ាងច្បាស់ប៉ុន្តែអនាគតគេនឹងឈរចំពោះព្រះជីវិតគេជាចំហាយទឹកឥឡូវនេះអស់ហើយអញ្ចឹងតើអ្នកណាជាចៅក្រមគឺជាព្រះយេស៊ូវគ្រីស្ទដែលជាចៅក្រមនៅលើបល្ល័ង្កសនោះគម្ពីរទំនុកទំការចំពុក139ខ12ទាំងសេចក្តីងងឹតនោះឯងមិនលែតពីទ្រង់ឡើយទោះទាំងយោបក៏ភ្លឺដូចជាពេលថ្ងៃដែរហើយសេចក្តីងងឹតនិងពន្លឺនោះស្មើគ្នានៅចំពោះទ្រង់អញ្ចឹងយើងឃើញថាបល្ល័ង្កនោះគឺជាពណ៌សគឺធំគឺជាពណ៌សព្រះអង្គគឺជាចៅក្រមព្រះអង្គគឺជាចៅក្រមដែលមិនពេញដោយសេចក្តីមេត្តាករុណាទៀតក្តីអត់ធ្មត់អត់ទេចៅក្រមអត់មានក្តីអត់ធ្មត់ម៉ាក់ណាម៉ាក់នឹងចៅក្រមសុចរិតធ្វើតាមច្បាប់ព្រះគម្ពីរប្រាប់យ៉ាងថាអស់អ្នកណាដែលស្លាប់ដោយអត់មានឈ្មោះកាត់ទៅក្នុងបញ្ជីជីវិតនោះច្បាប់របស់ផងព្រះគេត្រូវបោះទៅក្នុងបឹងភ្លឹងចៅអីយើងមានឱកាសទៀតនោះអត់មានឱកាសទៀតសូម្បីតែបើយើងឮសូរសៀងរបស់ផងព្រះថ្ងៃនេះហើយព្រះអង្គបញ្ជាក់ក្នុងចិត្តយើងថាយើងមិនទាន់ស្គាល់ព្រះកុំជួយការប្រងើយកណ្ដោយព្រះអង្គអធិនាថាព្រះអង្គនឹងដាស់តឿនយើងថ្ងៃស្អែកបើព្រះអង្គដាស់តឿនយើងថ្ងៃនេះល្មមហើយ
ទី2សេចក្តីរន្ធត់នៃការជំនុំជម្រះយើងឃើញ iPad Day និងផ្ទៃមេឃក៏រត់ពីចំពោះទ្រង់ចែងអត់ឃើញមានកន្លែងណាឲ្យទៅទៀតឡើយនៅមុខបល្ល័ង្កសោនោះយើងឃើញថាទីពឹងដ៏คล้ายគ្រប់យ៉ាងរលាយបាត់អស់ដល់ជាទ្រព្យសម្បត្តិដល់សប្តាហ៍ថ្ងៃនេះមានបងប្អូនមួយចំនួនគេទីពឹងនៅលើទ្រព្យសម្បត្តិគេរស់នៅដើម្បីទ្រព្យសម្បត្តិប្រហែលមិនខុសពីយើងពីមុនទ្រព្យសម្បត្តិមិនមែនជាបាបបងប្អូនបើព្រះអង្គបានប្រទានឲ្យយើងខំធ្វើការហើយសន្សំលុយហើយមានទ្រព្យសម្បត្តិហើយនេះជាព្រះពរដែលមកពីព្រះយើងគួរតែអរគុណព្រះគម្ពីរយ៉ាកុបប្រាប់យើងថាអំណោយទានដ៏ល្អទាំងអស់សុទ្ធតែមកពីស្ថានសួគ៌កុំច្រឡំអរិទ្ធអ្នកតាអត់ឲ្យយើងខ្លាចជាអ្នកមានអ្នកស្រុកស្ដាមវាចង់បន្លំយើងព្រះគឺជាព្រះទេដែលប្រទានឲ្យយើងខ្លាចជាអ្នកស្រុកស្ដាមបើព្រះអង្គសឹកព្រះទេតែយើងប្រើទ្រព្យសម្បត្តិយើងដើម្បីថ្វាយស្រីល្អទៅដល់ព្រះប៉ុន្តែសម្រាប់មនុស្សលោកដែលមិនស្គាល់ព្រះអង្គហើយគេប្រើជីវិតគេដល់ប្រៀបដូចជាចំហាយទឹកដើម្បីប្រមូលទ្រព្យសម្បត្តិព្រះអង្គមានព្រះបន្ទូលពិសេសចំពោះគេនៅក្នុងគម្ពីរលូកាចំពុក12ខ16ដល់ខ20ព្រះយេស៊ូវបាននិយាយសម្ដៅបុរសម្នាក់ដែលជាសទ្ធីហើយព្រះអង្គបាននិយាយដូចនេះថាទ្រង់ក៏មានព្រះបន្ទូលជារឿងប្រៀបធៀបទៅគេថាមានស្រែចម្ការរបស់អ្នកមានម្នាក់បានកើតផលចម្រើនជាបរិបូរណ៍ហើយអ្នកនោះរីកិតក្នុងចិត្តថាតើត្រូវឲ្យខ្ញុំធ្វើដូចម្ដេចច្បាប់ខ្ញុំគ្មានកន្លែងណានឹងដាតផលរបស់ទាំងខ្ញុំទាំងនោះទេប្រហែលម្នាក់នេះជាអ្នកដែលមិនមែនខ្ជិលដឹងថាមនុស្សខ្ជិលអាចដល់ខ្លាចជាអ្នកមានមែនទេលើកលែងតែគេបុករលួយប្រហែលគេខ្នះខ្នាញ់ដើម្បីបុករលួយដែរគេបើយើងបុករលួយទឹកទូចយើងអាចខ្លាចជាអ្នកមានទេបងប្អូនប្រហែលម្នាក់នេះខ្នះខ្នាញ់ប្រហែលម្នាក់នេះមានត្រកូលល្អដល់ល្បីយើងអាចដឹងគាត់ជាអ្នករកស៊ីហើយគាត់បានជោគជ័យគាត់បានផលផ្លែជាច្រើនគាត់បានខ្លាយជាអ្នកមានហើយឥឡូវនេះគាត់មានបញ្ហាគាត់ថាគាត់មានច្រើនដល់ម្លេះបញ្ជាគាត់អាចមានកន្លែងដើម្បីតកវាមិនខុសទេដែលគាត់មានទ្រព្យសម្បត្តិច្រើននេះជាបញ្ហាល្អគាត់គួរតែមានចិត្តសទ្ធាគាត់គួរតែបញ្ជាក់ថាប្រពន្ធហើយកូនគាត់មានម្ហូបញ៉ាំមានថ្នាំមានសម្លៀកបំពាក់គាត់សន្សំលុយខ្លះសម្រាប់អនាគតហើយគាត់យកលុយដល់សំណល់ដើម្បីជួយមនុស្សក្រីក្រក៏បានដើម្បីជួយបញ្ហាផ្សេងទៀតដែលមានប្រយោជន៍សម្រាប់សង្គមឃើញអត់ទ្រព្យសម្បត្តិមិនមែនជាបញ្ហាប៉ុន្តែម្នាក់នេះមានផ្នែកកំណត់ដែលផ្ដេសផ្ដាសដល់ខុសឆ្គងគាត់ផ្ដោតនៅលើទ្រព្យសម្បត្តិនោះហើយព្រះអង្គមានព្រះបន្ទូលដូចនេះសំទោសគាត់ក៏គិតថាខ្ញុំត្រូវធ្វើយ៉ាងនេះគឺខ្ញុំនឹងរុះចង្រោតខ្ញុំចែងហើយបង្រៀនឲ្យធំជាងមុនរួចប្រមូលផលនិងទ្រព្យសម្បត្តិទៅនៅទីនោះរួចខ្ញុំនឹងប្រាប់ដល់ចិត្តថាចិត្តអើយយើងមានទ្រព្យសម្បត្តិជាច្រើនលមមទុកសម្រាប់ជាយូរឆ្នាំទៅមកទៀតបានហើយចូលឯងឈប់សម្រាប់ទៅហើយស៊ីផឹកសប្បាយចុះនេះជាគំនិតរបស់ផងគាត់មានទ្រព្យសម្បត្តិច្រើនគាត់ថាខ្ញុំមានកន្លែងលមមដើម្បីទុកវាអញ្ចឹងខ្ញុំនឹងធ្វើឃ្លាំងមួយទៀតដើម្បីប្រមូលទ្រព្យសម្បត្តិទៀតដើម្បីខ្លាយជាអ្នកថែមទៀតឥឡូវនេះខ្ញុំនឹងសម្រាប់ស៊ីផឹកសប្បាយជាមួយមិត្តភក្តិខ្ញុំសិនច្បាប់ខ្ញុំបាយធ្វើការទៀតខ្ញុំមានលុយលមមសម្រាប់អស់មួយជីវិតប៉ុន្តែព្រះទ្រង់មានព្រះបន្ទូលទៅអ្នកនោះថាអោមនុស្សល្ងីល្ងើអើយ
លោកគេមិត្តសម្លាញ់គាត់អត់ដល់ហើយគាត់ថាមនុស្សល្ងីល្ងើគេគោរពគាត់ប្រហែលការពិតគេអត់សូវគោរពគាត់ប៉ុន្តែគេចង់បានខ្សែដើម្បីក្រែងលោណាគាត់គេត្រូវខ្ចីលុយប្រហែលណាគេមកដឹងប្រហែលគាត់មានមិត្តភក្តិខ្លះដែលស្រឡាញ់គាត់ពិតប្រាកដដល់ទោះបីគាត់មានឬអាចគេនៅតែស្មោះត្រង់មានភក្ដីភាពខ្ញុំមកដឹងប៉ុន្តែខ្ញុំដឹងអំពីគំនិតរបស់ផងព្រះអង្គបានតតឃើញថាគាត់មានទ្រព្យសម្បត្តិជាច្រើននោះមិនខុសទេតែព្រះអង្គបានស្ទឹងចិត្តគាត់ហើយឃើញថាគាត់មិនស្គាល់ព្រះអង្គគាត់ជាមនុស្សល្ងីល្ងើដោយសារអីមិនមែនដោយសារគាត់មានលុយហើយបងប្អូនខ្ញុំសូមរំលឹកជាងថាកុំចាស់ស្អប់អ្នកមានដោយសារគេជាអ្នកមានស្អប់គេដោយសារអីគេមានអត់ទេគួរតែអរគុណព្រះគម្ពីរថាចេះសប្បាយជាមួយអ្នកដ៏សប្បាយកុំចំណាយបងប្អូនកុំមានក្តីលប់លន់ហើយព្រះអង្គអត់មើងងាយគាត់ហៅថាមនុស្សល្ងីល្ងើអើយដោយសារគាត់មានទ្រព្យសម្បត្តិអត់ទេតែដោយសារគាត់មានគំនិតដល់ផ្ដេសផ្ដាសគាត់ជឿថាដោយសារគាត់មានទ្រព្យសម្បត្តិម្ល៉េះហើយគាត់អត់មានបញ្ហាទៀតបើមានលុយនោះមានគ្រប់ទាំងអស់អូឪពុកម្ដាយសូមប្រយ័ត្នតើកូនយើងនឹងជឿថាលោកលុយគឺសំខាន់បំផុតដោយសារគំរូរបស់ផងយើង No ខុសហើយក្រែងលោអនាគតកូនយើងបំរើលុយហើយបាត់បង់ប្រឡងវិញ្ញាណលុយមិនខុសទេប៉ុន្តែអតិភិបទី1គឺជាព្រះយើងកុំជួយគ្រប់គ្រងបងប្អូនបើកូនយើងចង់ធ្វើការថ្ងៃអាទិត្យជំនួសមកក្រុមចំណុំកុំយកព្រមតតែសោះបើគេធំហើយគេមានឆន្ទៈរបស់ផងគេប៉ុន្តែជាពិសេសនៅពេលគេតូចអូយើងត្រូវរក្សាថ្ងៃអាទិត្យហេតុអ្វីបានជាយើងព្យាយាមកុំធ្វើការថ្ងៃអាទិត្យដោយសារព្រះអង្គថានេះជាថ្ងៃនៃព្រះអម្ចាស់វាមិនមែនជាអំពើបាបបើយើងត្រូវធ្វើការអ្វីដែលសំខាន់គឺជាគំនិតអាចិតរបស់ផងយើងម្ល៉េះហើយយើងមានទម្លាប់ថាក្នុងនាមជាគ្រីស្ទានយើងព្យាយាមកុំធ្វើការថ្ងៃអាទិត្យបើអាចធ្វើបានអូខេហើយព្រះអង្គមានព្រះបន្ទូលថាអូមនុស្សល្ងីល្ងើអើយនៅវេលាយប់នេះឯងនឹងដកយកប្រឡងឯងទៅវិញគាត់ល្ងីល្ងើដោយសារអីដោយសារគាត់ភ្លេចដឹងថាឬគាត់អាចដែលពិចារណាឆ្វេងយល់ថាអាយុហើយឆ្នាំរបស់ផងគាត់គឺអាស្រ័យលើព្រះមិនមែនអាស្រ័យលើថាតើយើងមានលុយឬអត់បងប្អូនទាំងទាំងអ្នកធំទាំងអ្នកតូចគេនឹងស្លាប់ទាំងអ្នកប្រៃទាំងអ្នកល្ងងគេនឹងស្លាប់ទាំងអ្នកដែលមានលុយល្មមដើម្បីទៅមន្ទីរពេទ្យនៅប្រទេសក្រៅថែមទាំងអ្នកដែលមានលុយដើម្បីទៅពាក់រ៉ូស៊ីប៉ុណ្ណឹងមនុស្សទាំងពីរនោះមិនយូរមិនឆាប់គេនឹងស្លាប់ដូចគ្នាហើយម្នាក់នេះព្រះអង្គបានពិពណ៌នាថាអូមនុស្សល្ងីល្ងើអើយមិនមែនដោយសារគាត់មានទ្រព្យសម្បត្តិតែដោយសារគាត់ភ្លេចគិតថាវ៉ាវបន្តិចទៀតព្រះអង្គនឹងសព្វព្រះហឫទ័យឲ្យគាត់ឈរចំពោះព្រះហើយសម្រាប់ម្នាក់នេះគឺជាថ្ងៃដែលគាត់កំពុងតែសប្បាយស៊ីផឹកនិយាយលេងជាមួយមិត្តភក្តិដល់ព្រះអង្គថាម្នាក់នេះល្ងីល្ងើច្បាស់យកនេះឯងគាត់នឹងស្លាប់តែគាត់អត់ដឹងបងប្អូនគេមានអស់ពីជំនឿក្នុងលោកគេជាពិសេសនៅអាស៊ីអាគ្នេយ៍អត់ចង់និយាយពីពាក្យស្លាប់អត់ចង់ឮពាក្យស្លាប់សូម្បីតែនៅ Facebook គេត្រូវសរសេរពាក្យស្លាប់អូគេអាចហ៊ានសរសេរសចង្លោស្រអាបើគេសស្រអាចន្លោះដាក់ចន្លៀកស្អីគេប្រហែលអស់ពីជំនឿយើងគ្មានស្អីអស់ពីជំនឿទេបងប្អូនបើយើងអាចហូបបាយយើងហេវអូអត់ហ៊ាននិយាយពីមកហូបដោយសារអីក្រែងលោហេវអត់ទេដោយស្វ័យប្រវត្តិអាចហូបបាយយើងនឹងហេវអូខេ
យើងរស់នៅថ្ងៃណាមួយយើងនឹងស្លាប់អូអត់ហ៊ាននិយាយពីស្លាប់ដោយសារអីក្រែងលោស្លាប់អត់ទេយើងរស់នៅថ្ងៃណាមួយយើងនឹងស្លាប់គ្មានស្អីដើម្បីខ្លាចបងប្អូនការពិតវាជាទម្លាប់ល្អសម្រាប់យើងដើម្បីយូរម្ដងឲ្យយើងអង្គុយស្ងៀមនៅតែឯងហើយពិចារណាថ្ងៃណាមួយខ្ញុំនឹងស្លាប់តើជីវិតខ្ញុំបែបច្បងនេះយ៉ាងណាដែរនៅពេលខ្ញុំចូលចំពោះព្រះអង្គតើខ្ញុំនឹងខ្មាស់ព្រះឬខ្ញុំនឹងទទួលរង្វាន់ពិចារណាអំពីថ្ងៃនោះអូអត់ហ៊ានគិតពីស្លាប់ដោយសារអីខ្លាញ់លោស្លាប់យើងនឹងស្លាប់ដាច់ខាតកុំខ្លាចតែបងប្អូនបើយើងមិនទាន់ស្គាល់ព្រះមិនថាយើងធ្វើការនៅការិយាល័យមិនថាយើងជាទាហានមិនថាយើងជាជាងសំណងមិនថាយើងជា mechanic ឡានមិនថាយើងជាអ្នកផ្សេងទៀតថ្ងៃណាមួយយើងនឹងស្លាប់ហើយយើងគួរតែពិចារណាអំពីថ្ងៃនោះកុំពិចារណាថាតើនឹងមានគ្នាច្រើនចូលរួមក្នុងបុណ្យសពឬអត់អត់ទេព្រោះអំពីនៅពេលយើងចូលចំពោះព្រះឃើញអត់ម្នាក់នេះល្ងីល្ងើគាត់ផ្ដោតនៅលើថ្ងៃនេះគាត់ផ្ដោតនៅលើមុខមាត់គាត់ផ្ដោតនៅលើដើរលេងហើយសប្បាយគាត់ផ្ដោតនៅលើទ្រព្យសម្បត្តិគាត់ផ្ដោតនៅលើបញ្ហាដ៏ធំរបស់ផងគាត់គឺថាត្រូវសាងសង់ឃ្លាំងមួយទៀតតែព្រះអង្គមានព្រះបន្ទូលថាមនុស្សល្ងីល្ងើអើយដល់គេមានខាងទ្រព្យសម្បត្តិខាងលោកគេនេះគេមានតែចំពោះព្រះគេក្រចុះពីយើងតើមានហើយនៅអូលោកគ្រូខ្ញុំមានផ្ទះធំខ្ញុំមកសួរពីនោះតើយើងជាអ្នកមានចំពោះព្រះហើយឬនៅតើយើងបានខ្លាយជាកូននៃព្រះឬអត់សាសនាខ្ញុំមានពេលដែលបកស្រាយទាំងអស់ប៉ុន្តែទ្រព្យសម្បត្តិមិនអាចជួយយើងសាសនាដែលយើងកាន់សាសនាអំពីជីដូនជីតាយើងវាអត់មានប្រសិទ្ធភាពអត់មានអំណាចអត់មានអ្វីសោះដើម្បីជួយយើងនៅពេលយើងចូលចំពោះបល្ល័ង្កសោះនេះអំពើល្អដែលយើងបានធ្វើអ្នកដែលស្លាប់ហើយចូលចំពោះព្រះអង្គនៅមកបល្ល័ង្កសនោះដែលជាបល្ល័ង្កធំហើយសហើយព្រះយេស៊ូវជាចៅក្រមគេគ្មានសមត្ថភាពដើម្បីរកលាស់ដោះសារថាអូព្រះអង្គខ្ញុំបានព្យាយាមធ្វើល្អខ្ញុំបានបម្រើព្រះអង្គនៅក្នុងក្រុមជំនុំ Pacific Baptist អ្វីដែលមានសំខាន់ថ្ងៃនេះគឺថាតើឈ្មោះរបស់ផងយើងបានកាត់ទៅក្នុងបញ្ជីជីវិតឬអត់មានសំណួរតែមួយគត់បើថាអត់ទេព្រះអង្គនឹងជំនុំជម្រះយើងអាស្រ័យលើគ្រប់កិច្ចការដែលយើងបានធ្វើចាប់ពីថ្ងៃដែលយើងកាត់មករហូតដល់ថ្ងៃដែលយើងបានទទួលមរណភាពឡើយហើយនៅពេលគេថាធ្វើបាបបានបាបនឹងហើយយើងធ្វើបាបព្រះអង្គជំនុំជម្រះព្រះអង្គតតឃើញទាំងអស់កុំថាអូសាសនានឹងជួយអត់ទេអូទ្រព្យសម្បត្តិនឹងជួយគ្មានផ្លូវទេបងប្អូនខ្ញុំបានអញ្ជើញតិចទៀតខ្ញុំបានអញ្ជើញបងស៊ីណាតដើម្បីមកធ្វើទីមតមួយយ៉ាងខ្លីតែខ្ញុំចង់ឲ្យយើងយល់អំពីពាក្យមួយរបស់ផងលោកគ្រូ John Owen គាត់បានប្រសាសន៍ថាជោគជ័យដ៏អស្ចារ្យបំផុតរបស់សាតាំងគឺការធ្វើឲ្យមនុស្សគិតថាពួកគេមានពេលយ៉ាងច្រើនមុនពេលដែលពួកគេស្លាប់គេសូមព្យាយាមយល់ពីនោះដើម្បីពិចារណាអំពីសុខុមាលភាពដល់នៅអស់កលជានិច្ចរបស់ពួកគេនេះជាល្បិចរបស់ផងអរ៉ាត់វាចង់បន្លំមនុស្សឲ្យគេស្មានថាអូយើងមានពេលវេលាច្រើនយើងក្មេងនៅឡើយអូយើងត្រឹមតែអាយុ30ឆ្នាំទេ
ចាំនៅពេលយើងចាស់ហើយទើបនឹងជឿព្រះនេះជាល្បិចដែលមកពីព្រះហើយគាត់បានប្រសាទថានេះជាជោគជ័យដ៏ធំអស្ចារ្យបំផុតរបស់ផងអរិយសូមយល់ពីនេះមុនពេលសិណាឡើងសូមយល់ពីនេះអរិយសាតាំងការពិតអាចព្យាយាមកុំឲ្យយើងជឿនៅលើព្រះការពិតអរិយសាតាំងវាគ្មានសមត្ថភាពដើម្បីឲ្យយើងជឿថាព្រះអង្គមិនស្រឡាញ់យើងព្រះអង្គអាចស្វែងរកយើងអរិយមិនព្យាយាមឲ្យយើងជឿអញ្ចឹងអរិយព្យាយាមឲ្យយើងជឿថាព្រះអង្គល្អព្រះយេស៊ូវជាផ្លូវតែមួយគត់ខ្ញុំជាមនុស្សមានបាបហើយថ្ងៃណាមួយខ្ញុំនឹងជឿនៅលើព្រះនេះហើយជាល្បិចដែលមកពីអរិយវាថានឹងហើយកូនល្អណាស់ព្រះយេស៊ូវគឺជាព្រះយេស៊ូវជាព្រះអធិការដឹងអត់ព្រះយេស៊ូវបានសគត់ជំនួសបាបណាស់ឯងល្អណាស់កូនថ្ងៃក្រោយជឿនៅលើព្រះប៉ុន្តែឥឡូវនេះសប្បាយសិនអូចាំសិនខ្ញុំបានអញ្ជើញបងស៊ីណាធ្វើទីបន្ទាល់មួយយ៉ាងខ្លីបន្ទាប់មកខ្ញុំអធិប្បាយថែមទៀតសូមអញ្ជើញអរគុណគ្រូអរគុណព្រះអង្គខ្ញុំសូមធ្វើទីបន្ទាល់ខ្លីសម្រាប់បងប្អូនខ្ញុំតាមពិតជាឪពុកខ្ញុំនិយាយពីត្រឹមឪពុកខ្ញុំគាត់ជាអ្នកបួសហើយតាមពីក្មេងរហូតដល់គាត់ពេញវ័យគាត់សឹកគាត់រៀបការជាមួយម្ដាយរបស់ផងខ្ញុំហើយពេលដែលខ្ញុំដឹងពេលដែលបងស្រីខ្ញុំមានបងប្អូនពីរនាក់បងស្រីមួយហើយខ្ញុំពៅអញ្ចឹងពេល79យើងចប់ពីសង្គ្រាម81 82យើងមានសេរីភាពខ្លះឪពុកខ្ញុំក៏តែងតែពីដំណើរអំពីព្រះប៉ុន្តែគាត់ដំណើរប្រាប់ខ្ញុំពេលយប់ពេលសម្រាប់ពេលធ្វើការងារនោះអំពីព្រះពុទ្ធប៉ុណ្ណឹងតែយើងហៅពុទ្ធសាសនាហើយគាត់ហៅថាព្រះពុទ្ធអញ្ចឹងខ្ញុំក៏ស្ដាប់គាត់រាល់សង្ឃថារាល់ល្ងាចចង់ស្ដាប់រឿងដែលគាត់បានប្រាប់ខ្ញុំពីព្រះខ្ញុំចង់ដឹងពីព្រះដែរហើយគាត់បានប្រាប់ខ្ញុំថាព្រះពុទ្ធនឹងឯងធំជាងគេនៅលើសកលលោកលើពិភពលោកនេះហើយខ្ញុំសំបីតែព្រះដែលគេហៅថាមហាម៉ាត់គង់ស្អ៊ីមក៏ធំជាងដែរហើយខ្ញុំអត់ស្គាល់ព្រះយេស៊ូវទេបងប្អូនក៏អត់ដែលបានប្រាប់ខ្ញុំពីព្រះយេស៊ូវទេប៉ុន្តែក្រោយមកបងប្អូនដល់ពេលដែលខ្ញុំបានរៀនចប់នៅឆ្នាំ1987ខ្ញុំនឹកឃើញដូចជាឃើញមិត្តភក្តិខ្ញុំបានទៅបួសជាសង្ឃហើយខ្ញុំចាប់ដើមគិតថាមិត្តភក្តិខ្ញុំជាងការគេក្រជាងខ្ញុំគេអាចបានរៀនច្រើនជាងខ្ញុំប៉ុន្តែគេទៅបួសប្រហែលគេរួចពីបាបខ្ញុំមានអារម្មណ៍អញ្ចឹងខ្ញុំមានគំនិតអញ្ចឹងហើយខ្ញុំចង់ទៅបួសដែរប៉ុន្តែនឹកឃើញតែទៅបួសទៅវាជាប់ដូចមនុស្សលពឹសដើរលេងខ្ញុំអត់ទៅនៅផ្ទះទេខ្ញុំអត់ចង់នៅមកជាប់មកកន្លែងអញ្ចឹងទេអញ្ចឹងក៏ហើយក្រោយមកក៏ចប់ពីហ្នឹងមកប៉ុន្តែក្រោយមកទៀតក៏បានទៅធ្វើការផ្សេងប៉ុន្តែពេលដែលខ្ញុំរៀបការជាមួយប្រពន្ធខ្ញុំនេះរៀបការបានកូនមួយត្រីនិចនៅឆ្នាំ2000ខ្ញុំចាប់ធ្លាក់ខ្លួនឈឺខ្លាំងធ្ងន់ហើយក្រោយមកយើងអស់មើលអស់លុយអស់កាក់មើលស្រោចទឹកផងគ្រូផងនៅតែវាអត់ជាក្រោយមកខ្ញុំបានមកជួបផ្ទះនៅបឹងសាឡាងហើយយើងឈប់ដេខោអាវរយប៉ុន្តែយើងកាត់ខោអាវភ្ញៀវបងប្អូនខ្ញុំចាំអំពីភ្ញៀវមួយគេប្រាប់ខ្ញុំចេះគេថាបងខ្ញុំចង់ហៅគ្រូគង្វាលរបស់ផងគេមកប្រាប់ពីព្រះយេស៊ូវហើយក៏អាវគាត់យកមកច្រើនបងប្អូនពេលនោះខ្ញុំឮព្រះយេស៊ូវបងប្អូនដឹងមិនខ្ញុំចាប់ដើមស្អប់មែនតើស្អប់ព្រះយេស៊ូវខ្ញុំស្អប់ដឹងយ៉ាងម៉េចស្អប់ខ្លាំងបណ្ដោយស្អប់រហូតដល់ប៉ុន្តែថ្ងៃមួយពេលគាត់ចេញទៅវិញពេលយប់ម៉ោង1ខ្ញុំចាំម៉ោង1យប់ខ្ញុំចាប់ដើមលុតជង្គង់ខ្ញុំមិនដឹងព្រះយេស៊ូវមិនខ្ញុំមិនដឹងទេប៉ុន្តែឮគាត់ប្រាប់អញ្ចឹងខ្ញុំលុតជង្គង់ខ្ញុំធ្វើដៃដូចយើងអធិដ្ឋានអញ្ចឹងខ្ញុំថាព្រះយេស៊ូវជាព្រះពិតមែនសូមប្រោសឲ្យទូគុំជាទូគុំជឿដែរអត់ដឹងថាជឿមិនទេខ្ញុំគេអត់ដឹងជឿមិនទេបងប្អូនហើយស្ងាត់ឈឹងនៅតែឈឺក៏នៅតែឈឺប៉ុន្តែក្រោយមកបងប្អូន7ឆ្នាំខ្ញុំមកជួបផ្ទះមួយទៀតនៅផ្លូវមួយទៀតនៅបឹងសាឡាងដដែល
7 ឆ្នាំក្រោយមកទើបបងប្អូនដឹងមិនទេព្រះអង្គបានចាត់ក្រុមគ្រួសាររបស់លោកគ្រូដេមកគ្រួសារហ្នឹងមកជួបផ្ទះនៅមុខផ្ទះខ្ញុំហើយបងប្អូនគិតខ្ញុំអត់ដឹងថាគាត់ជាអ្នកជឿព្រះយេស៊ូវទេអត់ដឹងសោះអត់ដឹងថាគាត់ជឿព្រះយេស៊ូវបើក្រោយមកខ្ញុំឃើញថាគាត់ចាប់ដើមសួរសពតោកគាត់ចាប់ដើមនិយាយលេងចៅរៅរាក់ទាក់ហើយក្រោយមកគាត់បានអញ្ជើញខ្ញុំកូនខ្ញុំប្រពន្ធខ្ញុំទៅផ្ទះគាត់តាមពិតបងប្អូនខ្ញុំប្រាប់មួយខ្ញុំអត់ចង់ចូលជាន់ផ្ទះអ្នកមាននោះទេនិយាយពីអ្នកមាននេះខ្ញុំអត់ចូលចិត្តទេខ្ញុំអត់ចូលចិត្តអីលោកគ្រូអានេះដល់សាមនួតបាទដល់សាមនួតប៉ុន្តែលោកគ្រូចេះថាសិនមកចូលផ្ទះខ្ញុំឯងដល់ពេលចូលទៅញ៉ាំបាយជាមួយគាត់ថ្ងៃក្រោយមកញ៉ាំបាយជាមួយគាត់នឹងគ្រួសារស្រាប់តែដូចជាព្រះអង្គបានប្រើតាមរយៈលោកគ្រូគាត់ប្រាប់អំពីអ្នកមានម្នាក់គាត់អត់និយាយពីព្រះយេស៊ូវសោះបើគាត់ថាអ្នកមានម្នាក់ដែលគេអត់ជឿព្រះគេមានទ្រព្យសម្បត្តិច្រើនហើយគេស្លាប់គេរងទុក្ខនៅឋានវេទនីឋាននរកហើយអ្នកក្រឈ្មោះឡាសាគាត់បានជឿព្រះគាត់ស្លាប់គាត់ទៅឋានសួគ៌អូតាំងពីនោះមកខ្ញុំចាប់ដើមដោយសារខ្ញុំចង់មករួចពីបាបដោយសារឡាសានោះគឺជឿព្រះយេស៊ូវហើយខ្ញុំចាប់ដើមបើកចំហចិត្តហើយខ្ញុំលោកគ្រូបានឈ្នះចិត្តខ្ញុំហើយខ្ញុំបានទៅរៀនរាល់ម៉ោង7ល្ងាចចប់ពីការងារទៅរៀនជាមួយលោកគ្រូរៀនទៅព្រះអង្គកាន់តែបំភ្លឺផ្នែកចិត្តខ្ញុំយល់តិចម្ដងខ្ញុំដឹងថាអូការពិតមិនមែនព្រះពុទ្ធទេតែធំជាងគេនោះគឺជាព្រះយេស៊ូវទេតាជាអ្នកដែលបង្កើតហើយតាមរយៈអ្នកណាបងប្អូនខ្ញុំអត់ដែលស្វែងរកព្រះសោះប៉ុន្តែតាមរយៈព្រះអង្គបានចាត់លោកគ្រូដែលក៏រស់នៅសម្រាប់ព្រះមករកស្វែងរកមនុស្សដែលស្អប់ព្រះហើយខ្ញុំអរគុណបងប្អូនពេលនោះខ្ញុំចាប់ដើមរៀនពីព្រះយេស៊ូវជាមួយលោកគ្រូកាន់តែយល់ទៅព្រះអង្គកាន់តែបំភ្លឺប៉ុន្តែមានអ្វីច្រើនដែលរារាំងខ្ញុំហើយជាពិសេសប្រពន្ធបងប្អូនខ្ញុំសោយទីប៉ុន្តែប្រពន្ធខ្ញុំខឹងខ្ញុំមែនទេកាលនោះខឹងខ្ញុំមិនមែនខ្ញុំនិយាយប៉ុណ្ណេះបងប្អូនប្រហែលអត់ដឹងថាខឹងយ៉ាងម៉េចអូចាប់ដើមទៅជឿសាសនាគេហើយជឿព្រះគេហើយអូប្រពន្ធខ្ញុំចាប់ដើមនិយាយជាមួយអ្នកផ្សេងពិបាកប៉ុន្តែខ្ញុំកាន់តែភ្លឺទៅដោយសារតែព្រះអង្គបានប្រទានឲ្យលោកគ្រូបានបង្រៀនហើយព្រះវិញ្ញាណបរិសុទ្ធបំភ្លឺចិត្តខ្ញុំហើយក៏ខ្ញុំចាំថ្ងៃមួយបងប្អូនខ្ញុំចាំថ្ងៃមួយខ្ញុំនៅតែតស៊ូទៅជាមួយរៀនជាមួយលោកគ្រូហើយលោកគ្រូនៅតែបង្រៀនមានច្រើនប៉ុន្តែខ្ញុំគាត់ប្រាប់ចេះពេលដែលខ្ញុំដឹងថាលោកគ្រូចាប់បង្រៀនចុងក្រោយគាត់តែងតែសួរសំណួរខ្ញុំថាស៊ីណាតបើស៊ីណាតអត់ស្គាល់ព្រះហើយបើស៊ីណាតស្លាប់ថ្ងៃនេះតើព្រលឹងវិញ្ញាណទៅណាទៅឋានសួគ៌ឬក៏ឋាននរកហើយខ្ញុំដឹងច្បាស់ខ្ញុំដឹងថាព្រះអង្គសពហាតីថាពួកខ្ញុំជឿខ្ញុំទៅឋានសួគ៌បើខ្ញុំមិនជឿខ្ញុំទៅឋាននរកប៉ុន្តែរារែកស្ទាក់ស្ទើរអត់ព្រមជឿអត់តន់ជឿទេបងប្អូនអត់តន់ជឿទេលោកគ្រូប្រាប់ហើយប៉ុន្តែថ្ងៃមួយបងប្អូនខ្ញុំកាត់ឲ្យខ្លីដើម្បីខ្លីថ្ងៃមួយមានច្រើនដងប៉ុន្តែថ្ងៃមួយខ្ញុំជិះម៉ូតូខ្ញុំជិះជាងកាត់ខោអាវអញ្ចឹងទៅស្រេះលើអាវនៅអូឡ িম্প ិកហើយឆ្នាំ2010នោះខ្ញុំជួបលោកគ្រូនោះឆ្នាំ2010អញ្ចឹងខ្ញុំជិះសម័យនោះមានក្មេងសំនើងជិះម្ដង20នាក់20ជាងនាក់ឬ30នាក់ហើយវាជិះមកឆាបខ្ញុំផ្សារដើមកោកកាច់កុងហើយសម្រាប់ខ្ញុំដូចជាលឺសំឡេងនៅតែដាស់តឿនខ្ញុំថាស៊ីណាតបើក្មេងស្ទីវនោះបុកហើយខ្ញុំស្លាប់តើទៅណាហើយនោះព្រះអង្គពងធ្វើការក្នុងចិត្តខ្ញុំទី1ខ្ញុំចង់ជឿព្រះទី2ខ្លាចប្រពន្ធដែរខ្លាចម្ដាយខ្លាចបងតិចទេបើខ្លាចប្រពន្ធខ្លាំងហើយកាន់តែរឿងធំទៅទៀតព្រោះកាន់តែការតន់ជឿព្រះឆ្លោះគ្នាខ្លាំងប៉ុន្តែបងប្អូនខ្ញុំចាប់ដើមសម្រេចចិត្តថាថ្ងៃពុធខ្ញុំថាអត់ទេលែងខ្លាចប្រពន្ធហើយខ្លាចព្រះវិញស្អែកជួបលោកគ្រូជឿថ្ងៃពុធបងប្អូនដើម្បីស្អែកឡើងអត់ហ៊ានជឿស្អែកឡើងអត់ហ៊ានជឿទេស្អែកឡើងដេកអត់លក់ទេមកយប់រហូតទៅដល់ថ្ងៃពហុថាថ្ងៃហ្នឹងជឿថ្ងៃពហុជឿតតជួបលោកគ្រូអត់តហ៊ានជឿទៀត
អត់ដេកមកយប់ទៀតថ្ងៃបងអត់ដេកទេបងប្អូនខ្ញុំអត់ដេកមែនខ្ញុំនិយាយមែនតើអត់ដេកទេតលថ្ងៃសុក្រខ្ញុំចាប់ដើមព្រះអង្គធ្វើការក្នុងចិត្តខ្ញុំមែនតើថាលែងចាប់ពីថ្ងៃនេះទៅស្រាប់តែពេលខ្ញុំទៅផ្ទះលោកគ្រូខ្ញុំចាំម៉ោង8ជាងទៅដល់មកលោកគ្រូចាប់ដើមមកកពីបង្រៀនដូចជាព្រះអង្គបានដាស់តឿនខ្ញុំខ្លាំងខ្ញុំថាលោកគ្រូខ្ញុំសុំមួយឥឡូវនេះខ្ញុំសម្រេចចិត្តទទួលជឿព្រះយេស៊ូវជាព្រះអង្គសង្គ្រោះហើយខ្ញុំបានសម្រេចចិត្តទទួលជឿព្រះយេស៊ូវនៅថ្ងៃសុក្រថ្ងៃទី12ខែ11ឆ្នាំ2010ម៉ោង8អរគុណព្រះអង្គមែនទែនបងប្អូនដែលមានខ្ញុំដឹងថាមានតែព្រះលោហិតរបស់ផងទ្រង់ដែលអាចលាងសម្អាតបាបខ្ញុំបានអញ្ចឹងខ្ញុំអ្វីដែលខ្ញុំចង់និយាយចុងក្រោយនេះគឺថាខ្ញុំស្អប់ព្រះយេស៊ូវខ្លាំងមែនទែននៅក្នុងចិត្តខ្ញុំប៉ុន្តែព្រះយេស៊ូវស្រឡាញ់ខ្ញុំខ្លាំងមែនទែនបងប្អូនស្រឡាញ់មែនទែនខ្ញុំជឿថាព្រះអង្គស្រឡាញ់បងប្អូនដែរស្រឡាញ់ព្រះអង្គស្រឡាញ់មនុស្សយើងទាំងអស់គ្នាអញ្ចឹងអរគុណព្រះដែលខ្ញុំបានសង្គ្រោះមិនមែនដោយសារខ្ញុំល្អគឺជាមនុស្សខ្ញុំជាមនុស្សមានបាបមិនមែនដោយសារខ្ញុំកាន់សាសនាប៉ុន្តែគឺជាព្រះអង្គសង្គ្រោះដែលតែមួយគត់ដែលព្រះអង្គបានសង្កត់ព្រះយេស៊ូវបានរស់ពីសង្កត់ឡើងវិញខ្ញុំគ្រាន់តែដាក់សេចក្តីជំនឿខ្ញុំព្រះអង្គបានសម្អាតបាបខ្ញុំអញ្ចឹងខ្ញុំសូមអរគុណព្រះសម្រាប់ព្រះអង្គដែលស្វែងរកខ្ញុំជាមុនហើយអរគុណលោកគ្រូដែលបានអត់គេហៅថាអត់ខ្លាចចិត្តហើយគាត់បានយកឈ្នះចិត្តខ្ញុំថ្ងៃនេះខ្ញុំសូមលើកទឹកចិត្តបងប្អូនដែរបើសិនជាបងប្អូនណាដែលអត់ទាន់ស្គាល់ព្រះយេស៊ូវមិនមែនជាសាសនាបងប្អូនព្រះយេស៊ូវជាព្រះតែមួយគត់ដែលបានយាងពីឋានសួគ៌មកយកកំណើតជាមនុស្សហើយសង្កត់ជំនួសបាបយើងគ្រាន់តែជាមនុស្សមានបាបយើងមិនបាច់ខំប្រឹងធ្វើបុណ្យសន្សំកុសលកាន់សាសនាឬក៏ជឿលើប្រពៃណីទេយើងគ្រាន់តែប្រែចិត្តថាយើងជាមនុស្សមានបាបខ្ញុំជឿខ្ញុំបានសង្គ្រោះដោយសារតែព្រះប៉ុណ្ណឹងបាទអរគុណអាមែនអរគុណព្រះអង្គទីម៉ូថេខ្សែទី1ចំពុក2ខ4ដែលទ្រង់សព្វព្រះハរតេឲ្យមនុស្សទាំងអស់បានសង្គ្រោះហើយបានស្គាល់សេចក្តីពិតដំណឹងល្អមានភាពសម័យយ៉ាងអស្ចារ្យបងប្អូនដើម្បីខ្លាយជាកូននៃព្រះទី1យើងជឿថាមានព្រះប៉ុន្តែមួយគត់ទី2បងប្អូនយើងជឿថាមានអ្នកសម្របសម្រួលតែមួយគត់ទី3មានថ្លៃលួសតែមួយគត់ព្រះយេស៊ូវបានសង្កត់ជំនួសយើងអត់មានផ្លូវច្រើនដើម្បីទៅស្ថានសួគ៌ទី3ដើម្បីខ្លាយជាកូននៃព្រះមានផ្លូវសង្គ្រោះតែមួយគត់មាននរណាម្នាក់ដែលបានថាទ្វារនៃសេចក្តីមេត្តាករុណាកំពុងបើកចំហធំហើយនៅលើទ្វារនោះមានសរសេរថាអ្នកណាដែលចង់មកឲ្យអ្នកនោះមកចុះប្រហែលយើងឆ្ងល់ថាបើខ្ញុំប្រែចិត្តហើយជឿព្រះអង្គដោយបងស៊ីណាតដោយអ្នកផ្សេងទៀតយើងខ្លាចក្រែងលោព្រះអង្គបដិសេធយើងអត់ទេបងប្អូនទ្វារនៃមេត្តាករុណារបស់ផងព្រះត្រូវបានបើកចំហរួចហើយហើយថាអស់អ្នកណាដែលព្រមជឿសូមមកចុះសូមប្រែចិត្តចុះសម្រាប់យើងដែលស្គាល់ព្រះអង្គខ្ញុំលើកទឹកចិត្តយើងថាចូលឲ្យយើងរស់នៅថ្ងៃនេះដើម្បីនឹកឃើញពីថ្ងៃអនាគតដែលមិត្តភក្តិយើងនឹងឈរចំពោះព្រះដល់ឪពុកម្ដាយយើងនឹងឈរចំពោះបល្ល័ង្កសរបស់ផងព្រះបើពួកគាត់អត់ប្រែចិត្តឲ្យសេចក្តីពិតនោះបានប៉ះពាល់ចិត្តយើងឲ្យសេចក្តីពិតនោះคล้ายជាបន្ទុកមួយយ៉ាងធ្ងន់នៅក្នុងចិត្តគំនិតយើងកុំចង់សប្បាយរហូតទេបងប្អូនបើយើងខ្ញុំមិនចេះព្រួយបារម្ភមិនចេះស្រស់ទឹកភ្នែកមិនចេះអង្វរគេក្រែងលោអនាគតព្រះអង្គនឹងបើកបញ្ជីជីវិតហើយអត់មានឈ្មោះរបស់ផងគេកាត់ទៅក្នុងបញ្ជីជីវិតតើយើងបានដល់ប្រាប់គេឬអត់តើយើងបានខលខ្វែងពីប្រឡងវិញ្ញាណគេឬអត់ឬក៏ពីមុនយើងជាមនុស្សដែលខឹងឯប្រឡងវិញ្ញាណយើងហេវស្រាប់តែថ្ងៃមួយព្រះអង្គបានចំអែតយើងឥឡូវនេះយើងអត់ហេវទៀតយើងស្កប់ចិត្តយើងបានសេរីភាពចុះតើយើងនឹកឃើញថាបងប្អូនយើងនៅហេវនៅឡើយឬក៏យើងសុខចិត្តឆ្អែតម្នាក់ឯងអត់ល្អទេតើខ្ញុំជាកូននៃព្រះតើខ្ញុំកំពុងតែប្រាប់មិត្តភក្តិខ្ញុំអំពីដំណឹងល្អឬអត់
មានអ្វីមួយលោកគ្រូដែលបានប៉ះពាល់ចិត្តខ្ញុំខ្លាំងម្សិលមិញខ្ញុំចូលចិត្តសេចក្តីអធិប្បាយទីបន្ទាល់ទាំង3បានដាស់តឿនខ្ញុំបានលើកទឹកចិត្តខ្ញុំណាស់ខ្ញុំស្រឡាញ់ចូលចិត្តប៉ុន្តែមានអ្វីមួយដែលលោកគ្រូសានបាននិយាយដែលប៉ះពាល់ចិត្តខ្ញុំខ្លាំងអំពីបងអូនស្រីទាំង5នាក់នេះដល់នៅភូមិជំរាយប្រហែលខែមុនគេបានបោះជំរំមែនទេហើយគេបានបោះជំរំនៅទីនោះហើយលោកគ្រូសានបានដេកនៅកន្លែងណាមួយជាមួយប្រពន្ធហើយកូនហើយនិស្សិតស្លាព្រះគម្ពីរបានដេកកន្លែងផ្សេងទៀតស្ត្រីនៅទីនេះហើយបុរសនៅទីនោះហើយនៅអាត្រៀតប្រហែលម៉ោង12ម៉ោង1យប់លោកគ្រូសានបានលើសំឡេងមួយហើយដូចជាសំឡេងមួយដែលគេកំពុងតែនិយាយឬអីហើយគាត់អាចលឺច្បាស់ទេអញ្ចឹងគាត់ចេញពីផ្ទះដើម្បីទៅមកតាអ្នកណានៅក្បែរយើងហើយលោឡាអញ្ចឹងស្រាប់តែគាត់ឃើញថានិស្សិតស្រីយើងគេកំពុងតែអធិដ្ឋានប្រហែលម៉ោង1យប់មិនត្រឹមតែអធិដ្ឋានប៉ុណ្ណឹងគេបានស្រក់ទឹកភ្នែកគេបានយំគេអង្វរព្រះសម្រាប់ប្រឡងវិញ្ញាណមនុស្សហើយលោកគ្រូសានបានភ្ញាក់អស់ថាគេក្មេងប៉ុន្តែគេស្រឡាញ់ព្រះគេក្មេងប៉ុន្តែគេមិនស្រឡាញ់ដេកលក់គេចេះព្រួយបារម្ភអំពីប្រឡងវិញ្ញាណដែលនៅភូមិឆ្វាំងជំរាយសំទោសភូមិជំរាយហើយគេអង្វរព្រះគេសោកចិត្តរំខានខ្លួនឯងគេសោកចិត្តអត់ដេកលក់មកយកដើម្បីអង្វរព្រះហើយគេសហការជាមួយខ្ញុំឆ្ងល់ពីយើងខ្ញុំចាំពីមុនប្រឡំឡានខ្ញុំលួចមកពីបង្អួចខ្ញុំឃើញគេបោកភ្លើងច្រើនម៉ោង5កន្លះសង្ស័យថាគេអានព្រះគម្ពីរអធិដ្ឋានចំណាយពេលជាមួយព្រះខ្ញុំឆ្ងល់ថាបើខ្ញុំលួចពីបង្អួចលួចមកតើយើងនៅឃើញថានងងងឹតម៉ោង5ឬផ្ទះគេបានបោកភ្លើងហើយខ្ញុំខ្លាចថាពីមុនមានបងប្អូនមួយចំនួនដល់ខ្នះខ្នែងដល់ស្រឡាញ់ព្រះដល់ស្រែកឃ្លានព្រះដល់អង្វរព្រះអង្គសម្រាប់ប្រឡងវិញ្ញាណមនុស្សតែដោយសន្សំប្រហែលយើងបានឆ្លាក់ទឹកចិត្តប្រហែលយើងបានអនុញ្ញាតក្តីស្រឡាញ់របស់ផងលោកេចូលក្នុងចិត្តយើងម្ល៉េះហើយយើងអាចខលខ្វាយអំពីប្រឡងវិញ្ញាណដោយគេខ្ញុំប្រាប់មួយពួកគេអាចមានទ្រព្យសម្បត្តិគេអាចមានទ្រព្យសម្បត្តិមនុស្សប្រុសដែលចង់បានប្រពន្ធដែលមានមិនបាច់ស្វែងរកគេមិនបាច់ខលខ្វាយពីគេអាចមានការពិតមានខ្ញុំហ៊ានថាអ្នកណាប៉ុន្តែក្នុងចំណោមគេមានយ៉ាងហោចណាស់មនុស្សម្នាក់ដែលឪពុកម្ដាយស្អប់គេដោយសារគេឈប់ធ្វើការនៅរោងចក្រដើម្បីដើរតាមព្រះដើម្បីរៀនស្លាព្រះគម្ពីរម្ដាយបានជេរគាត់ស្ទើរតែរាល់ថ្ងៃគាត់អាចមានភាពកក់ក្ដៅគាត់អាចមានទ្រព្យសម្បត្តិបងប្អូនគាត់សោកចិត្តបម្រើព្រះគាត់សោកចិត្តរៀនស្លាព្រះគម្ពីរគាត់បានលួយលំមដើម្បីទិញអង្ករហើយទឹកហើយឆ្នាំប៉ុណ្ណឹងនេះដោយសារសេចក្តីសប្បុរសរបស់ផងនរណាម្នាក់តែបងប្អូនបើយើងជាមនុស្សប្រុសយើងនៅលីវហើយយើងចង់បានប្រពន្ធដែលល្អដែលស្រឡាញ់ព្រះដែលចេះបម្រើព្រះអង្គដែលមិនប្រើល្បិចដែលមិនចេះធ្វើមិត្តជបាយដល់ក្លិកក្លោចដែលមិនត្រឹមតែបង្ហាញមកក្នុងក្រុមចំណោមតែពិតប្រាកដគេស្រឡាញ់ព្រះនឹងហើយនេះជាស្រីដែលគេល្អខ្ញុំឃើញគំរូខ្ញុំឆ្ងល់ពីនិស្សិតយើងនៅទីនេះតើយើងជានិស្សិតដែលបម្រើព្រះអង្គដើម្បីបំពេញចិត្តអូលោកគ្រូឲ្យលោកគ្រូឃើញខ្ញុំបម្រើព្រះអង្គក្រែងលោអនាគតខ្ញុំមានការងារធ្វើនៅសាលា PIA ខុសហើយបងប្អូនអូលោកគ្រូខាងអត់ខាងទេខ្ញុំឲ្យយើងពិចារណាតើយើងជានិស្សិតដែលបង្កើតរឿងហើយអ្នកដឹកនាំផ្ដោតនៅលើបញ្ហាយើង
បញ្ហាដែលមិនមែនជាបញ្ហាបប្រកាសយើងបង្កើតរឿងដើម្បីសាក់ព្រោះការទាស់តែងគ្នាឡើយហើយគ្រូហើយអ្នកគ្រូត្រូវបង្វែរអារម្មណ៍ពីប្រឡងវិញ្ញាណហើយព្រះបន្ទូលនៃព្រះដើម្បីដោះស្រាយបញ្ហាយើងឬក៏តើយើងដើរតាមជាមួយព្រះអង្គបប្រកាសសំកាត់មកទៅអូលោកគ្រូខ្ញុំស្គាល់ព្រះអង្គហើយខ្ញុំមកចូលនៅមកបលាំងសអត់ទេខ្ញុំមកនិយាយពីបលាំងសឥឡូវនេះខ្ញុំនិយាយពីគំរូរបស់ផងយើងតើពួកយើងខលខ្វែងពីប្រឡងវិញ្ញាណឬអត់ព្រះអង្គបានប្រាប់យើងរួចហើយខ្ញុំនឹកឃើញពីព្រះអង្គប្រុសម្នាក់ឈ្មោះមេសាគាត់នៅស្ទឹងមានជ័យនៅជិតស្ពានអាកាសស្ទឹងមានជ័យនៅជិតបឹងស្លាងហើយនៅឆ្នាំ2011គាត់មានឱកាសដើម្បីលើកដំណឹងល្អអំពីព្រះយេស៊ូវតាមរយៈកម្មវិធីក្មេងយើងហើយតាមខ្ញុំចាំលោកគ្រូម៉ានហើយអ្នកជំនួយការរបស់ផងក្រុមគាត់គេបានអាសាទៅផ្ទះមេសាហើយផ្សាយដំណឹងល្អហើយលើកទឹកចិត្តឲ្យគាត់ពិចារណាអំពីព្រះយេស៊ូវអំពីស្ថានសួគ៌អំពីឋាននរោធហើយមានបងប្អូនមួយចំនួនដែលមានចំណាយក្នុងជីវិតគាត់ហើយបងប្អូនទាំងអស់គាត់ជាក្មេងក្រម្នាក់នេះហើយជាផ្ទះរបស់ផងគាត់មិនមែនជាអ្នកមានខណៈនេះមិនមែនជានេះតាក់លីកដោយសារភ្លៀងខ្ញុំចាំនៅពេលយើងទៅផ្ទះគាត់យើងចង់ខ្ពើមខ្ញុំសារភាពយើងចង់ខ្ពើមធំខ្លាំងណាស់ប៉ុន្តែរត់តែគាត់មកក្រុមចំណោមគាត់មិនមែនជាក្មេងប្រុសម្នាក់ដែលសង្ហាពេកឬចាស់ឬមានទ្រព្យសម្បត្តិឬវោហាអធិបាលគាត់ជាមនុស្សសាមញ្ញទេបងប្អូនតែដោយសារគាត់ជាកូនច្បងគេហើយគាត់មានភារកិច្ចដើម្បីរកលុយដើម្បីជួយចិញ្ចឹមប្អូនគាត់ម្ល៉េះហើយគាត់តែងតែឡើងដើមឆ្នោតហើយដើមផ្សេងទៀតដើម្បីរកលុយល្មមដើម្បីទិញអង្ករស្រាប់តែថ្ងៃមួយគាត់ឡើងឆ្នោតហើយគាត់ឆ្លិតហើយគាត់ស្លាប់នៅវត្តស្ទឹងមានជ័យគាត់ស្លាប់ភ្លាមម្នាក់នេះមេសាអូខ្ញុំចាំច្បាស់ខ្ញុំលោកគ្រូចានីហើយអ្នកផ្សេងទៀតយើងបានទៅរកឪពុកម្ដាយគាត់ទៅដល់នោះខ្ញុំហើយបងប្អូនបានអង្គុយនៅលើកន្ទេលហើយដោយសារឪពុកម្ដាយគាត់មិនស្គាល់ព្រះអង្គម្ល៉េះហើយគេជួយបន់សពខាងសាសនាផ្សេងនេះយើងអត់ប្រកាន់ទេយើងយល់ពីនោះយើងគ្មានស្អីប្រកាន់យើងស្រឡាញ់គេយើងរាប់អានយើងជួយឲ្យដែលយើងមានសមត្ថភាពជួយដើម្បីជួយរំដោះបន្ទុកក្នុងចិត្តគេខ្ញុំចាំច្បាស់យើងអង្គុយនៅលើកន្ទេលស្រាប់តែម្ដាយគាត់ថាលោកគ្រូខ្ញុំចង់បង្ហាញលោកគ្រូឃើញអ្វីមួយខ្ញុំមិនដឹងថាគាត់នឹងបង្ហាញអីហើយគាត់ទៅរកកាតាបរបស់ផងមេសាថាលោកគ្រូដឹងអត់រាល់ថ្ងៃដល់មេសាទៅសាលាគាត់យកកាតាបនេះដល់ពេញដោយសុភោតអ្នកស្គាល់ព្រះអង្គឬទេហើយខាត់បានហើយរាល់ថ្ងៃគាត់ចែកសុភោហើយគាត់ចែកខាត់បានហើយគាត់អង្វរមកភេទគាត់ថាបងប្រែជាជួបព្រះអង្គហេបងអូនសូមអានសុភោនេះហើយពិចារណាពីព្រះយេស៊ូវបើចង់ស្គាល់ព្រះយេស៊ូវសូមមកលេងក្រុមជំនុំខ្ញុំម្ដងនេះហើយជាទម្លាប់របស់ផងមេសាដែលមានអាយុប្រហែល9ឆ្នាំ10ឆ្នាំគាត់មានឪពុកម្ដាយដែលមិនស្គាល់ព្រះអង្គគាត់មានមហូបល្មមដើម្បីកុំឲ្យស្លាប់ប៉ុណ្ណឹងទេគាត់អត់មានធនធានច្រើនទេតែគាត់មានអ្វីមួយដែលអ្នកឯទៀតអត់មានគាត់មានក្តីស្រឡាញ់សម្រាប់ព្រះហើយគាត់ព្រួយបារម្ភអំពីប្រឡងវិញ្ញាណអ្នកដទៃហើយម្ដាយគាត់ថាលោកគ្រូខ្ញុំចង់ឲ្យលោកគ្រូដឹងនេះហើយជាកូនខ្ញុំក្នុងកាតាបគាត់អត់មានហ្គេមអត់មានស្អីដែលអត់ប្រយោជន៍ម្ដាយគាត់អត់ជឿព្រះតែគាត់បង្ហាញអំពីសុភោតើអ្នកស្គាល់ព្រះអង្គឬទេគាត់ថាកូនខ្ញុំចែកសុភោនេះរាល់ថ្ងៃគាត់ស្លាប់ហើយរស់ដើម្បីផ្សាយដំណឹងល្អពីព្រះយេស៊ូវខ្ញុំចង់ឲ្យលោកគ្រូដឹងអំពីនេះវ៉ាវ
Wow នៅពេលពួកយើងស្លាប់តើគេនឹងថាយ៉ាងណាដែរគ្មានអ្នកណានឹងខលខ្វាយថាយើងខ្លាចជាអ្នកមានក្នុងបន្សាប់យើងប៉ុន្តែបើគេឃើញថាយើងបានខលខ្វាយអំពីប្រឡងវិញ្ញាណគេយើងបានព្យាយាមរស់នៅដើម្បីជួយឲ្យគេស្គាល់ព្រះស្គាល់សេចក្តីពិតមានសុភមង្គលក្នុងជីវិតអាពាហ៍ពិពាហ៍នឹងហើយគេនឹងនឹកឃើញអំពីនោះខ្ញុំជឿថាមេសាឥឡូវនេះគាត់នៅជាមួយព្រះមិនមែនដោយសារគាត់មានលុយមិនមែនដោយសារគាត់បានខំធ្វើបុណ្យមិនមែនដោយសារគាត់កាន់សាសនាតែដោយសារព្រះអង្គបានស្វែងរកគាត់ដោយសារមានក្រុមជំនុំមួយដែលបានស្រឡាញ់ព្រះស្រឡាញ់អ្នកបាត់បង់ហើយបានហ៊ានទៅកន្លែងដ៏ខ្ពើមកន្លែងដ៏មិនស្អាតកន្លែងដែលរកក្មេងម្នាក់ដែលមិនអាចឆ្លើយនឹងវាយសោះប៉ុន្តែម្នាក់នេះគឺជាមនុស្សម្នាក់ដែលព្រះអង្គបានជ្រើសរើសឥឡូវនេះខ្ញុំចង់ឲ្យយើងមកមួយនេះយើងខានមកយូរឆ្នាំហើយសូមព្យាយាមអង្គុយស្ងៀមតើពីយើងមកសម្បត្តិពីស្ថានរដ្ឋខ្ញុំនឹងនិយាយតិចតួចហើយយើងនឹងត្រឡប់ទៅផ្ទះវិញពិចារណាកុំគិតពីរឿងផ្សេងខ្ញុំចង់ឲ្យយើងគិតពីមិត្តភក្តិយើងដែលមិនទាន់ស្គាល់ព្រះឥឡូវនេះសូមព្យាយាមឃើញគេក្នុងចិត្តយើងតើគេជាអ្នកណាតើគេជាម្ដាយយើងនឹកឃើញពីម្ដាយយើងឪពុកយើងប្រពន្ធយើងប្តីយើងក្នុងរឿងនេះយើងនឹងឃើញថាមានបងប្រុសម្នាក់ឈ្មោះរ៉ូម៉ានីខ្ញុំចង់ឲ្យយើងយល់ពីអ្វីដែលកើតឡើងចំពោះគាត់សូមពិចារណាបើសិនជាអ្នកមានមិត្តសម្លាញ់ម្នាក់បានស្លាប់ប៉ុន្តែគេមិនបានទទួលព្រះយេស៊ូវជាព្រះអង្គសង្គ្រោះផ្ទាល់ខ្លួនរបស់គេបើសិនជាគាត់ឬនាងបានធ្លាក់ទៅក្នុងឋាននរកបើសិនជាថ្ងៃណាមួយអ្នកបានទទួលសម្បត្តិមួយដែលមកពីឋាននរកសម្បត្តិមួយពីឋាននរកសម្បត្តិមួយពីមិត្តសម្លាញ់របស់អ្នកដែលកំពុងនៅក្នុងអណ្ដាតភ្លើងនៃការទទួលទណ្ឌកម្មដល់នៅអកលជានេះខាងក្រោមនេះគឺជាបទបង្ហាញមួយដ៏គួរឲ្យមានការចាប់អារម្មណ៍ណាស់រឿងនេះត្រូវបាននិពន្ធឡើងជារឿងប្រឌិតដោយសារសិស្សនៅវិទ្យាល័យម្នាក់ឈ្មោះដារ៉ាសរសេរផ្ញើទៅកាន់មិត្តសម្លាញ់ម្នាក់ឈ្មោះរ៉ូម៉ានីទោះបីជារ៉ូម៉ានីមានឱកាសជាច្រើនលើកចែកសារដើម្បីប្រាប់តារាអំពីព្រះយេស៊ូវក៏ដោយគង់តែរ៉ូម៉ានីមិនបានប្រាប់ដល់តារាឡើយពួកគេជាមិត្តសម្លាញ់យ៉ាងស្និទ្ធស្នាលបំផុតពួកគេបានលេងបាល់ទាត់ជាមួយគ្នាពួកគេបានរៀនថ្នាក់ជាមួយគ្នាពួកគេបានធ្វើពិធីជប់លៀងជាមួយគ្នាពួកគេបានចែករំលែកពីជីវិតរស់នៅដល់គ្នាទៅវិញទៅមកប៉ុន្តែមានរឿងមួយដែលរ៉ូម៉ានីបានលាក់បាំងពីតារាគឺជាទំនាក់ទំនងផ្ទាល់ខ្លួនរបស់គាត់ជាមួយព្រះយេស៊ូវរឿងបន្តមកទៀតគឺសម័យហើយគួរឲ្យមានសេចក្តីទុក្ខសោកណាស់ស្រាបៀរមិនសូវច្រើនប្រមាណការបើកឡានបុកផ្ទះវិញដល់ជាសោកនាដកម្មមួយការបើកឡានបុកគ្នាសេចក្តីស្លាប់បុណ្យសពមួយសម្បត្តិមួយពីឋាននរកនេះគឺជាសម្បត្តិនោះសម្បត្តិមួយពីឋាននរកជូនចំពោះរ៉ូម៉ានីនៅថ្ងៃនេះខ្ញុំបានស្លាប់បន្ទាប់មកខ្ញុំបានឃើញការខុសប្លែកយ៉ាងធំពីអ្វីដែលខ្ញុំបានធ្លាប់គិតតើអ្នកដឹងទេពីមុនខ្ញុំតែងតែគិតថាសេចក្តីស្លាប់នឹងនាំខ្ញុំទៅឯកន្លែងមួយដែលស្រអាប់ហើយមិនច្បាស់ប៉ុន្តែផ្ទុយទៅវិញកន្លែងនេះច្បាស់ណាស់តាមពិតទៅវាច្បាស់ជាងជីវិតនៅលើផែនដីទៅទៀតខ្ញុំអាចនិយាយថែមទាំងខ្ញុំអាចមានអារម្មណ៍ផងដែរបន្ទាប់ពីខ្ញុំបានគ្រោះថ្នាក់ចរាចរណ៍រួចមកខ្ញុំមានអារម្មណ៍ថាព្រលឹងវិញ្ញាណរបស់ខ្ញុំ
កំពុងតែចេញពីរូបកាយខ្ញុំវាគឺជារឿងដ៏ចម្លែកណាស់ខ្ញុំគិតថាខ្ញុំឮសំឡេងរបស់អ្នកកំពុងតែស្រែកហៅខ្ញុំហើយខ្ញុំកំពុងតែស្រមៃគិតអំពីព្រលឹងវិញ្ញាណដែលកំពុងតែចេញពីរូបកាយខ្ញុំមុនដំបូងខ្ញុំគ្រាន់តែឈរជាជួរខ្ញុំស្មានថាខ្ញុំនឹងចោះឈ្មោះធ្វើអ្វីមួយស្រាប់តែពួកទេវតាបានសួរខ្ញុំហើយបន្ទាប់មកពួកទេវតាចាប់ផ្ដើមឆែកមើលឈ្មោះរបស់ខ្ញុំនៅក្នុងវត្ថុនេះដែលមានឈ្មោះថាបញ្ជីជីវិតទោះបីជាយ៉ាងណាក៏ដោយខ្ញុំដឹងថាពួកគេមិនអាចរកឈ្មោះខ្ញុំឃើញនោះទេមានទេវតាដ៏ធំមួយបានឈរជិតខ្ញុំហើយបានចាប់ដើមយកដៃចាប់ខ្ញុំថែមទាំងទាញកន្ត្រាក់ចាប់ខ្ញុំខ្លាចណាស់ខ្ញុំមិនដឹងថាពួកគេនឹងនាំខ្ញុំទៅកន្លែងណានោះទេខ្ញុំបានសួរទេវតាថាតើអ្នកកំពុងនាំខ្ញុំទៅឯណាប៉ុន្តែគាត់មិនបានឆ្លើយអ្វីសោះដូច្នេះខ្ញុំក៏បានសួរគាត់ម្ដងទៀតនៅចុងក្រោយទេវតានោះបានឆ្លើយមកខ្ញុំថាមានតែអស់អ្នកណាដែលមានឈ្មោះគាត់ទុកនៅក្នុងបញ្ជីជីវិតតែប៉ុណ្ណោះដែលអាចចូលក្នុងនគរឋានសួគ៌បានប៉ុន្តែអស់អ្នកណាដែលគ្មានឈ្មោះនៅក្នុងបញ្ជីជីវិតអ្នកនោះនឹងត្រូវកាត់ទោសហើយបោះទៅក្នុងបឹងភ្លើងជារៀងរហូតខ្ញុំខ្លាចណាស់ទេវតាបានយកខ្ញុំទៅឃុំឃាំងនៅកន្លែងមួយហើយខ្ញុំបានអង្គុយរងចាំហើយគិតអស់រយៈពេលយ៉ាងយូរតើអ្នកចង់ដឹងពីអ្វីដែលខ្ញុំគិតទេខ្ញុំបានគិតអំពីអ្នករ៉ូម៉ានីអ្នកជាគ្រីស្ទានម្នាក់អ្នកបានប្រាប់ខ្ញុំជាច្រើនអំពីខ្លួនអ្នកប៉ុន្តែអ្នកមិនដែលហាមមាត់ប្រាប់ខ្ញុំអំពីព្រះយេស៊ូវម្ដងទេខ្ញុំចង់ប្រាប់ថាខ្ញុំបាននិយាយអំពីរឿងហ្នឹងពី3ដងហើយនៅថ្ងៃនេះគុនធាបានលើកមកនិយាយហើយអ្នកបាននិយាយមកទៅនិយាយរឿងផ្សេងវិញលោកគ្រូសុខាបានលើកវាមកនិយាយអ្នកក៏បានបដូរប្រធានបទទៀតខ្ញុំចង់ប្រាប់ថានៅថ្ងៃនេះខ្ញុំចិត្តលឺដំណឹងល្អអំពីព្រះយេស៊ូវជាច្រើនដងគឺពីមុនពេលដែលខ្ញុំមានគ្រោះថ្នាក់ចរាចរណ៍រ៉ូម៉ានីសំណួរដែលក្តិតជាប់នៅក្នុងគំនិតខ្ញុំជានិច្ចហើយធ្វើឲ្យខ្ញុំមិនអាចបំភ្លេចបានគឺនេះហើយអ្វីបានជាអ្នកមិនបានប្រាប់ខ្ញុំអំពីវិធីដើម្បីធ្វើជាគ្រីស្ទានម្នាក់រ៉ូម៉ានីអ្នកនិយាយថាអ្នកជាមិត្តសម្លាញ់របស់ខ្ញុំប៉ុន្តែបើសិនជាអ្នកជាមិត្តសម្លាញ់របស់ខ្ញុំពិតមែននោះអ្នកនឹងប្រាប់ខ្ញុំអំពីព្រះយេស៊ូវនិងអំពីវិធីដើម្បីឲ្យផាត់ពីកន្លែងដ៏អាក្រក់នេះបាត់ហើយរ៉ូម៉ានីខ្ញុំនឹងថានៅបន្តិចទៀតខ្ញុំនឹងត្រូវទៅកន្លែងនេះហើយគឺជាស្ថានរស់ខ្ញុំអាចមានអារម្មណ៍ថាបេះដូងរបស់ខ្ញុំកំពុងតែលោតដុតដាក់ទេវតាបានជ្រើសរើសយកខ្ញុំដើម្បីបោះទៅក្នុងស្ថានរស់ហើយពួកគេកំពុងដើរឆ្ពោះតម្រង់មកឯខ្ញុំហើយខ្ញុំអាចឮសំឡេងជំហានជើងរបស់ពួកគេខ្ញុំបានឮអំពីស្ថានរស់នេះគេហៅថាបឹងភ្លើងខ្ញុំមិនអាចទ្រាំបានទេរ៉ូម៉ានីខ្ញុំខ្លាចណាស់ទេវតាមកដល់វត្តទ្វារហើយទេពួកគេកាន់តែចូលមកចិត្តទៅហើយពួកគេកំពុងតែចង្អុលដាក់ខ្ញុំពួកគេបានចាប់ខ្ញុំហើយបាននាំខ្ញុំចេញពីបន្ទប់ហើយខ្ញុំអាចចំក្លឿនភ្លើងស្ពាន់ធัวដែលកំពុងតែឆេះខ្ញុំអាចមើលឃើញច្រាំងនៃស្ថានរស់ដែលកំពុងតែឆេះនេះគឺវាខ្ញុំគ្មានសង្ឃឹមទេខ្ញុំកំពុងតែចិត្តទៅហើយបេះដូងរបស់ខ្ញុំកំពុងតែលោត
ดุกดาពួកគេកំពុងតែកាន់ខ្ញុំនៅលើអណ្ដាតភ្លើងខ្ញុំត្រូវវិនិច្ឆ័យជារៀងរហូតហើយនេះគឺវាពួកគេកំពុងតែបោះខ្ញុំទៅក្នុងបំភ្លើងហើយអូយក្តៅណាស់ស្ថានរួមរ៉ូម៉ានីហើយអ្វីបានជាអ្នកមិនព្រមប្រាប់ខ្ញុំអំពីព្រះយេស៊ូវពីមិត្តសម្លាញ់របស់អ្នកតារាមួយទៀតខ្ញុំសង្ឃឹមថាអ្នកនឹងមកទីនេះជាមួយខ្ញុំ អ្នករស់គ្នាមិនដឹងជានឹងកើតមានយ៉ាងណាដល់ថ្ងៃស្អែកទេច្បាប់ជីវិតអ្នករស់គ្នាគឺជាអ្វីគឺជាចំហាយទឹកទេតាដល់ឃើញតែមួយផ្លេតរួចបាត់ទៅខ្ញុំឆ្ងល់ថាថ្ងៃនេះតើយើងប្រៀបដូចជារ៉ូម៉ានីឬប្រៀបដូចជាតារារ៉ូម៉ានីគាត់ស្គាល់ព្រះអង្គគាត់ស្គាល់ព្រះអង្គច្បាស់គាត់ស្គាល់ពីដំណឹងល្អនៃព្រះគាត់ចាស់បកស្រាយពន្យល់គេឲ្យគេយល់ពីដំណឹងល្អតែគាត់អាចហ៊ានបោកមាត់រ៉ូម៉ានីតើយើងប្រៀបដូចជារ៉ូម៉ានីឬអត់ឬក៏តើយើងប្រៀបធៀបដូចជាតារាមិនដឹងថាគាត់នឹងមានគ្រោះថ្នាក់ចរាចរណ៍សោះគាត់អាចដឹងហើយគាត់បានស្លាប់តែគាត់ដឹងថារ៉ូម៉ានីគឺជាគ្រីស្ទានប៉ុន្តែរ៉ូម៉ានីមិនដែលប្រាប់គាត់ខ្ញុំមានដំណឹងល្អសម្រាប់តារាក្នុងចំណោមយើងបើយើងប្រៀបដូចជាតារាដែលមិនទាន់ស្គាល់ព្រះអង្គខ្ញុំចង់ប្រាប់យ៉ាងថាព្រះអង្គកំពុងតែស្វែងរកយើងព្រះអង្គស្រឡាញ់យើងទ្វារនៃមេត្តាករុណាមានផ្លាកមួយនៅលើមាត់ទ្វារនោះដែលថាសូមអញ្ជើញមកអស់អ្នកណាដែលចង់ជឿសូមមកជឿចុះព្រះអង្គមិនដែលបដិសេធយើងបញ្ហាគឺថាតើយើងនឹងបដិសេធព្រះឬអត់សម្រាប់បងប្អូនដែលកំពុងតែស្ដាប់សំឡេងខ្ញុំអនាគតយើងអាចមានអ្វីដើម្បីលះយើងគ្មានសមត្ថភាពរកលះនៅទីនេះមានមិត្តភក្តិច្រើនដែលស្គាល់ព្រះហើយស្រឡាញ់ព្រះហើយគេបានព្យាយាមប្រាប់យើងអំពីព្រះអង្គកំពុងតែត្រាស់ហៅយើងតារាបងអូនផាណាព្រះអង្គត្រាស់ហៅបងអូនព្រះអង្គស្រឡាញ់បងអូនសំណួរគឺថាតើបងអូននឹងបដិសេធព្រះឬនឹងប្រែចិត្តឲ្យជឿព្រះអង្គបងអូនហងព្រះអង្គកំពុងតែស្វែងរកយើងព្រះអង្គស្រឡាញ់បងអូនសម្រាប់បងប្អូនមួយចំនួនទៀតដែលមិនទាន់ស្គាល់ព្រះអង្គកំពុងតែត្រាស់ហៅយើងសម្រាប់យើងដែលប្រៀបដូចជារ៉ូម៉ានីសូមនឹកឃើញអំពីគំរូអំពីមេសាគាត់ហ៊ានប្រាប់គេបើគេជឿឬមិនជឿគាត់មិនអាស្រ័យលើគាត់ហ៊ានប្រាប់គេគាត់មិនខ្លាចគេសោះចុះពីយើងតើយើងហ៊ានប្រាប់គេឬអត់បលាំងសគឺសម្រាប់អស់អ្នកណាដែលស្លាប់ដោយមិនស្គាល់ព្រះអង្គខ្ញុំសង្ឃឹមថាពួកយើងស្គាល់ព្រះលោកនេះសូមបាត់ភ្នែកហើយអោនក្បាលមកផ្លេតបាត់ភ្នែកសូមជាយាមអង្គុយស្ងៀមខ្ញុំចង់សួរសំណួរតើបងប្អូនបានស្គាល់ព្រះអង្គ